មានបញ្ហាលើសឈាមតម្រងនោមទឹកនោមផ្អែមទឹកនោមត្រីខ្វះគ្រាប់ឈាមក្រហមចុកខ្សោយការចងចាំពិសាបាយមិនបានសម្រានមិនលក់ពិបាកបត់ជើងមានបញ្ហារ៉ាំរ៉ៃស្គមស្គាំងរីងរៃឬធាត់លើសទម្ងន់សូមមកកាន់ស្ថានីយ៍វិទ្យុភ្នំខៀវ FM 105 MHz បាត់ដំបងយើងខ្ញុំមានផលិតផលថែទាំសុខភាពពង្រឹងរាងកាយណែនាំដោយអ្នកវិទ្យាសាស្ត្រឈានមុខពីសហរដ្ឋអាមេរិកនិងប្រទេសជប៉ុនមានគុណភាពខ្ពស់តម្លៃសមរម្យឆាប់ជាទីតាំងនៃស្ថានីយ៍វិទ្យុភ្នំខៀវ FM 105 MHz បាត់ដំបងនៅភូមិរំជែក4សង្កាត់រតនៈក្រុងនិងខេត្តបាត់ដំបងខាងកើតវត្តបច្ឆាសូមតាក់ទងតាមរយៈលេខទូរស័ព្ទ092 49 99 13 096 888 67 60និង097 777 80 86អូនណាយ៉ាងម៉េចហ្នឹងបងដូចជាឈឺកំពង់កមិនបាត់សោះអូអញ្ចឹងទេតោះអូននាំបងទៅជួបលោកវិជ្ជបណ្ឌិតងុយលឹមឯកទេសត្រចៀកច្រមុះបំពង់កមកពីបរទេសអញ្ចឹងអូនតាន់បងនៅទំនេរវិជ្ជបណ្ឌិតងុយលឹមឯកទេសពិនិត្យព្យាបាលត្រចៀកច្រមុះបំពង់កមានជំនាញនិងសញ្ញាបត្រពីបរទេសមានទទួលព្យាបាលអ្នកដែលមានជំងឺរលាកច្រមុះដោះសាច់ច្រមុះស្អុយក្នុងច្រមុះរលាកបំពង់កដោះសាច់បំពង់កជំងឺត្រចៀកច្រមុះបំពង់កគ្រប់ប្រភេទមានទទួលពិនិត្យព្យាបាលដោយម៉ាស៊ីនអង់ដូស្កូបសម្រាប់ថតឆ្លុះនិងម៉ាស៊ីនអូតយ៉ូម៉ែត្រមានម៉ាស៊ីនកាំរស្មីព្រះកង់ជាឧបករណ៍ទំនើបសម្រាប់ព្យាបាលអ្នកដែលមានបញ្ហាតឹងច្រមុះអាចធ្វើឲ្យសាច់ច្រមុះរួមតូចមានលក់ឧបករណ៍ជំនួយសម្រាប់អ្នកដែលស្ដាប់ខ្សោយវិជ្ជបណ្ឌិតឯកទេសងុយលឹមមានទីតាំងស្ថិតនៅខាងជើងផ្សារបឹងឈូកទល់មុខស្តង់លក់ម្នាស់ក្រុងបាត់ដំបងខេត្តបាត់ដំបងតាក់ទងតាមទូរស័ព្ទលេខ017 488 646 097 87 55 57វិជ្ជបណ្ឌិតងុយលឹមឯកទេសត្រចៀកច្រមុះបំពង់កពីបរទេសឱសថបុរាណលាបរិទ្ធផ្សំពីល្ងខ្មៅជាឱសថបុរាណថៃសម្រាប់ការរោគឈឺចុកចាប់រោយស្រពន់តាមកខ្នងចង្កេះផ្លោះក្រិចហើមជុំវិលមុខកើតខ្យល់ឈឺសរសៃកប់សរសៃឈឺពោះឆ្អល់ពោះចុកសៀតណែនដាំទ្រូងឈឺពោះដោយសារតែការមករដូវដោះស្រាយបញ្ហាសន្លាក់រ៉ាំរ៉ៃជំងឺស្ពឹកដៃជើងឬដងបាតជួយបន្ថយការឈឺចាប់តាមសាច់ដុំខ្ទុះក្នុងក្រចកដៃជើងបំបត្តិការរមាស់នៃស្បែកជួយផ្សះផ្សាមុខរបួសឆ្អឹងបាក់បែកថ្មីជាពិសេសជួយបន្សាបពឹសសត្វតិចឬខាំតាក់ទងរកទិញឱសថបុរាណលាបរិទ្ធផ្សំពីល្ងខ្មៅនៅស្ថានីយ៍វិទ្យុភ្នំខៀវ FM 105 MHz បាត់ដំបងអាសយដ្ឋានភូមិរំជែក4សង្កាត់រតនៈក្រុងនិងខេត្តបាត់ដំបងខាងកើតវត្តបច្ឆាតាក់ទងទិញដុំនឹងរីតាមរយៈលេខទូរស័ព្ទ092 49 99 និង13ឬ096 888 67 60និង097 777 80និង86ស្ថានីយ៍វិទ្យុភ្នំខៀវ FM 105 MHz បាត់ដំបងដើម្បីវិសាលភាពការអភិវឌ្ឍនិងសាសនាផ្សាយជូនរៀងរាល់ថ្ងៃចាប់ពីម៉ោង 5 ព្រឹកដល់ម៉ោង 12 អាធ្រាត្រតាក់ទងផ្សាយពាណិជ្ជកម្មតាមរយៈលេខទូរស័ព្ទ097 777 80 86 096 888 67 60 092 49 99 13
នាងខ្ញុំបូសុគន្ធានិងលោកប៉ាតបូនីសូមគោរពនឹងជម្រាបសួរដល់ប្រិយមិត្តអ្នកស្ដាប់គ្រប់មជ្ឈដ្ឋានដែលលោកអ្នកនាងកំពុងបានស្ដាប់ការផ្សាយពីវិទ្យុភ្នំខៀវ FM 105 MHz បាត់ដំបងវិទ្យុភ្នំខៀវ FM 88.30 MHz បន្ទាយមានជ័យនិងលោកអ្នកនាងដែលស្ដាប់តាមរយៈវិទ្យុកំពត FM 90.30 MHz និងវិទ្យុកំពង់ចាម 99.70 MHz ស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់នីតិប្រឹក្សាយោបល់ដែលមានផ្សាយផ្ទាល់ចាប់ពីម៉ោង 10 រហូតដល់ម៉ោង 11:30 នាទីនៅក្នុងនីតិយើងលោកអ្នកនាងនិងប្រិយមិត្តអ្នកស្ដាប់គ្រប់មជ្ឈដ្ឋានអាចចូលរួមជាមតិយោបល់នានាចែករំលែកនៅបទពិសោធន៍ជីវិតដែលលោកអ្នកមានគន្លឹះល្អៗក្នុងការថែទាំសុខភាពឬក៏ថែទាំផ្លូវចិត្តឲ្យកាន់តែប្រសើរគន្លឹះឬកត្តាដែលនាំឲ្យមានភាពជោគជ័យឬក៏លោកអ្នកនាងមានជាបទពិសោធន៍ជីវិតទោះបីជាបទពិសោធន៍នោះមិនមែនជាបទពិសោធន៍ជោគជ័យក៏អាចចូលរួមចែករំលែកនៅក្នុងនីតិយើងបានដូចគ្នាចំពោះលោកអ្នកនាងដែលមានទុក្ខវិបត្តិនានានៅក្នុងក្រុមគ្រួសារការសិក្សារៀនសូត្រឬក៏មានបញ្ហាណាមួយដក់ជាប់នៅក្នុងចិត្តចង់បញ្ចេញដើម្បីឲ្យធូរស្រាលអាចចូលរួមនៅក្នុងនីតិយើងបានលេខទូរស័ព្ទមាន3ប្រព័ន្ធទី1 078 699 105ខ្សែទី2 010 699 105និង066 699 105លោកនាងក៏អាចផ្ញើសារមកកាន់ page យើងខ្ញុំដើម្បីសាកសួរនៅរាល់សំណួរនានាផងក្នុងនីតិយើងចាំមុននឹងទទួលស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់ក្រុមមជ្ឈដ្ឋានសូមទទួលស្វាគមន៍ដៃគូសិនចាជម្រាបសួរបាទជម្រាបសួរថ្ងៃនេះសង្ហាហ្មងណាសង្ហាមិនមែនស្អាតទេចាបើស្អាតសំដៅទៅលើអ្នកដែលអត់មានមេរោគឬក៏ថាយើងហៅថាងូចទឹកហើយឲ្យតែងូចទឹកហើយស្អាតហើយចាដូចយើងទៅលាងដៃឲ្យស្អាតអញ្ចឹងណាប៉ុន្តែសង្ហានេះគឺថាមើលទៅស្រស់សង្ហាចាមើលទៅតាក់ទាញមានអាវធំផងមានកវ៉ាត់កផងចូលសង្ហាអញ្ចឹងមិនក៏អត់មានអ្នកស្រឡាញ់កុំនិយាយអញ្ចឹងលោកមនីហៅទៅស្បាត់ឥឡូវអ្នកស្រឡាញ់មានតែពុំទាន់មានអ្នករៀបការជាមួយនិយាយចាព្រោះអ្នកស្រឡាញ់លោកតាលោកយាយតាមគេហដ្ឋានថ្ងៃមុនលោកពូចូលមកសួរទៀតនេះរៀនអីសំដីបរោះម៉ាស់អ្នកស្រឡាញ់មានណាមិនមែនសបោអ្នកស្អប់ឯណាបាទជំរាបសួរប្រិយមិត្តយើងតាមបណ្ដាញសង្គម Facebook ផងហើយតាមរយៈវិទ្យុទាំងប្រទេសមានជ័យបាត់ដំបងកំពង់ចាមកំពតហើយយើងនឹងបន្តពង្រីកទៅថែមបណ្ដាខេត្តផ្សេងទៀតនៅពេលខាងមុខជាទស្សនវិស័យចា៎ហើយកម្មវិធីនេះគឺយើងរៀបចំឡើងសម្រាប់អ្នកដែលមានវិបត្តិមានបញ្ហាក្នុងជីវិតហើយត្រូវការចំណីគំនិតបន្ថែមយើងមិនមែនសំដៅថាជីវិតហ្នឹងវាមានតែរឿងស្នេហារឿងអូនបងរឿងតែប្តីប្រពន្ធទេមានរឿងជីវិតច្រើនទៀតដែលយើងត្រូវពិគ្រោះពិភាក្សាដោះស្រាយបញ្ហាហ្នឹងទាំងអស់គ្នាតែចម្ងល់មានច្រើនរាប់មិនអស់បើសិនជាលុយយើងមានច្រើនដូចចម្ងល់ដូចបញ្ហានឹងល្អយ៉ាងណាណាបាទហ្នឹងហើយឡើយមានអ្នកមានលុយរាប់មិនអស់បាទមានអ្នកចូលរួមហើយទទួលជួបសិនបាទជំរាបសួរបាទចាជំរាបសួរសូមស្ដាប់តាមរយៈវិទ្យុបាទអរគុណនៅខាងរាជបុត្រអាណាចក្រអង្គរជំរាបសួរបាទជំរាបសួរបាទចាអញ្ជើញពីខាងណាសូមបិទវិទ្យុខាងក្រោយសិនទៅបាទងាយស្រួលទំនាក់ទំនងគ្នាចាសូមបិទវិទ្យុសិនចាសូមបិទវិទ្យុសិនចាអរគុណដល់ចេញបាត់ឆ្ងាយចាដើរចេញឆ្ងាយក៏បានអត់អីទេបើមិនជាអត់តន់ចង់បិទបាត់ឈប់លឺឈប់ឡងណាចាឈប់ហើយអរគុណច្រើនអញ្ចឹងពីខេត្តណាបន្ទាយមានជ័យទៅអូបន្ទាយមានជ័យយើងអើយនេះទេចាអរគុណចំពោះការចូលរួមមានជាយោបល់ឬក៏ជាបញ្ហាណាមួយខ្ញុំមានបញ្ហាដែរទៅខ្ញុំបានលេងគ្នាហើយដល់ពេលខ្ញុំយកកូនស្រីមកដល់ពេលថ្ងៃអនាគតទៅខ្ញុំអាចនឹងគត់ពងកូនស្រីបានទៅផ្ទាល់ដែរឬក៏យ៉ាងម៉េចបើសិនណាឥឡូវសុំបីសម្រាប់សិក្សាសុំបីហើយគាត់នេះហ្នឹងវាលីអូហើយដែលគាត់សម្រាប់ដែលគាត់ទៅការប្រើប្រាស់ហ្នឹងគឺខ្ញុំទិញឲ្យអញ្ចឹងទៅខ្ញុំដូចពិបាកនឹងគាត់គង់តែគាត់បាទថ្ងៃអនាគតខ្ញុំគិតយ៉ាងម៉េចដែរ
ចាបច្ចុប្បន្ននេះសូមអធិស្ឋានខ្ញុំថាបងប្រុសចាបងប្រុសកូនស្រីនៅជាមួយបងអញ្ចឹងហ៎បងបាទចាចុះអ្នកម្ដាយទៅខាងណាវិញខ្ញុំdahលែងគ្នាហើយលែងលះគ្នាចាបន្ទុកកូនលើបងប្រុសបងជាអ្នកទៀមទាយកមកអង្កាលពេលនោះឬក៏បងស្រីគាត់ទុកផ្ដាក់ឲ្យបងតែម្ដងអត់ទេជំរើសរបស់កូនអាយុប្រហែលហើយបងកូនស្រីខ្ញុំតែអាយុ5ឆ្នាំ5ឆ្នាំចាអ្នកម៉ាក់រៀបការក្រោយជាមួយស្វាមីក្រោយទៀតឬក៏នៅទេបងប្រុសតាមក៏ពិតខ្ញុំអត់ដឹងព័ត៌មានរបស់គាត់ផងបានន័យថាក្រោយលែងលះគ្នាហើយបងស្រីអត់មានមកទៅកូនអីទេគាត់អត់ទទួលភារៈអីទេអត់ទេគាត់បានខលមកដែរថាថ្ងៃមុននោះគាត់ខលមកថ្ងៃព័ត៌មានអីផ្សេងៗគាត់ថាគាត់ក្មេងគាត់អីហ្នឹងគាត់ចាគាត់បារម្ភដែរបាទណែនាំកូនដែរថាចាចុះបច្ចុប្បន្នបងប្រុសអាជីពអីដែរបងអត់សូមអធិស្ឋានផងបងខ្ញុំធ្វើស្រែធ្វើចំការចាធ្វើស្រែធ្វើចំការចាចឹងគាត់ចង់សួរថាឥឡូវបច្ចុប្បន្នហ្នឹងមើលទៅលទ្ធភាពជីវភាពពិបាកក្នុងការផ្គត់ផ្គង់កូនចឹងតើថ្ងៃអនាគតទៅអាចនឹងមានលទ្ធភាពទ្រទ្រង់ទៀតឬក៏យើងត្រូវរកមធ្យោបាយថ្មីដើម្បីផ្គត់ផ្គង់អញ្ចឹងហ៎បងបាទចាអរគុណច្រើនបងប្រុសលោកមនីមានសំណួរតអត់មានទេខ្ញុំរងចាំស្ដាប់វិញណាបាទស្ដាប់បានហើយតែប៉ុណ្្នឹងទេបងប្រុសមានអីចង់សាកសួរបន្ថែមទេបាទមានតែប៉ុណ្្នឹងទេចាអរគុណអញ្ជើញស្ដាប់តាមវិទ្យុវិញបងបាទអរគុណចាជួបគ្នាឱកាសក្រោយបងប្រុសអរគុណច្រើនចំពោះការចូលរួមចាប្អូនស្រីអាយុ5ឆ្នាំខ្ញុំហៅកូនបានហើយចាបងប្រុសថាពិបាកនឹងលទ្ធភាពនឹងការផ្គត់ផ្គង់សម្ភារៈសិក្សាឬក៏ការសិក្សារៀនសូត្រនាងខ្ញុំសូមជម្រាបជូនបងប្រុសថាការសិក្សារៀនសូត្រគឺជាការវិនិយោគដ៏ល្អបំផុតក្នុងជីវិតរបស់មនុស្សมันមានការសិក្សារៀនសូត្រมันមានការវិនិយោគណាដែលចំណេញជាងការសិក្សារៀនសូត្រនេះទេចា៎ពីព្រោះថាបើសិនជាយើងរៀនរយៈពេល12ឆ្នាំមានន័យថាពីថ្នាក់ទី1ដល់ថ្នាក់ទី12យ៉ាងហោចណាស់យើងមានលទ្ធភាពបន្តការសិក្សាទៅថ្នាក់បរិញ្ញាបត្រឬអនុបណ្ឌិតចា៎តែប្រសិនបើយើងមិនបានបញ្ចប់ថ្នាក់ទី12ត្រឹមថ្នាក់ទី12ទេយើងនឹងពិបាកក្នុងការបន្តទៅថ្នាក់ដតីទៀតនេះរឿងមួយទៀតបើសិនជាយើងរៀនពីថ្នាក់ទី1ដល់ថ្នាក់ទី12ចំណាយពេល12ឆ្នាំក៏ពិតមែនបូកថែមបរិញ្ញាបត្រ4ឆ្នាំទៀតយើងអាចរស់នៅសនុកសុខស្រួលក្នុងជីវិតតទៅខាងមុខ60ឆ្នាំបានន័យថារៀន20ឆ្នាំអាចរស់ស្រួល60ឆ្នាំតែបើមិនរៀន20ឆ្នាំនេះទេវេទនាពីថ្ងៃនេះរហូតដល់ថ្ងៃស្លាប់ចាហើយពាក្យថារៀនមានច្រើនបែបមួយគឺរៀនក្នុងប្រព័ន្ធមួយទៀតរៀនក្រៅប្រព័ន្ធសិក្សារៀនសូត្រក្នុងប្រព័ន្ធមានន័យថាយើងទៅទទួលយកការសិក្សាតាមកម្រិតដែលមានចែងរបស់ក្រសួងអប់រំចាយើងចាប់ផ្ដើមពីថ្នាក់ទី1អេហូហើយនឹងការសិក្សាក្នុងប្រព័ន្ធឯការសិក្សាក្រៅប្រព័ន្ធគឺរៀនអំពីសិលធម៌សង្គមគុណធម៌និយាយអំពីចរិយាធម៌និយាយអំពីការរស់នៅចាទាំងអស់នេះគឺនិយាយអំពីការសិក្សាក្រៅប្រព័ន្ធនៅបរទេសទាំងការសិក្សាក្នុងប្រព័ន្ធនិងការសិក្សាក្រៅប្រព័ន្ធគឺមាននៅគ្រប់ទីកន្លែងមានន័យថាការអប់រំមាននៅគ្រប់ទីកន្លែងប៉ុន្តែនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយសារប្រវត្តិសាស្ត្រខ្មែរយើងកន្លងមកយើងស្ថិតនៅក្នុងសហភាពញោមញីដោយសង្គ្រាមស៊ីវិលផងចាដោយរបបបល្ល័យពូជសាសន៍ផងសង្គ្រាមឈ្លានពានផងសង្គ្រាមត្រជាក់សង្គ្រាមរវាងអាមេរិកនិងរុស្ស៊ីវាជះឥទ្ធិពលផ្នែកសេដ្ឋកិច្ចផងធ្វើឲ្យប្រទេសកម្ពុជាយើងរយៈពេល30ឆ្នាំ40ឆ្នាំចុងក្រោយឬក៏យើងនិយាយថា100ឆ្នាំចុងក្រោយនេះគឺពិបាកវេទនាអស់ពីសម័យសង្គមអាណានិគមបារាំងមកយើងត្រឡប់ទៅលិនរហូតដល់បច្ចុប្បន្នក្រោយបោះឆ្នោតអ៊ុនតាក់ចូលស្រុកហើយក៏យើងមិនទាន់ប្រកួតប្រជែងសេដ្ឋកិច្ចនិងការអប់រំជាមួយប្រទេសជិតខាងបានយើងនៅតែជាប្រទេសកំពុងអភិវឌ្ឍចា៎ដូចនេះហើយការសិក្សាអប់រំនៅក្នុងប្រទេសយើងមានកម្រិតរួមទាំងការអប់រំក្រៅប្រព័ន្ធក៏នៅតែមានកម្រិតហេតុនេះហើយនាងខ្ញុំសូមលើកទឹកចិត្តបងប្រុសជំរុញកូនឲ្យបានរៀនសូត្របាននិយាយអំពីរឿងជំរុញកូនឲ្យបានរៀនសូត្រតម្លៃនៃការអប់រំសំខាន់ណាស់បើយើងមិនទទួលយកការអប់រំយើងក៏មិនអាចរកឃើញថាតើអ្វីជាទេពកោសល្យពិតប្រាកដរបស់កូនហើយបើសិនជាយើងមិនទទួលបានការអប់រំមានន័យថាយើងធ្វើឲ្យកូនរស់នៅក្នុងសភាពងងឹតទោះបីជាមានភ្នែកភ្លឺទោះបីជាព្រះអាទិត្យរះប៉ុន្តែយើងនៅតែក្នុងសភាពងងឹតដដែលនាងខ្ញុំឧទាហរណ៍ខ្លីៗងាយៗមួយចំនួនពាក់ព័ន្ធទៅនឹងរឿងអ្នកយកអីវ៉ាន់យកទៅលក់បោកប្រាស់តាមភូមិអ្នកយក
ឈ្មោះថ្នាំខ្មែរយកទៅលាបពណ៌ចាការពិតលោកគ្រូឱសថបុរាណខ្មែរពីដើមមកឱសថបុរាណខ្មែរគឺជាឱសថដែលជួយសង្គ្រោះប្រជាពលរដ្ឋខ្មែររាប់លានអ្នកបើអត់មានឱសថបុរាណខ្មែរតាំងពីដើមទេយើងស្លាប់អស់ហើយមែនទេលោកមនីពួកខ្មែរយើងមិនដែលទៅធ្លាប់ប្រើថ្នាំបារាំងឯណាពីជំនាន់ណាមកអត់មានទេពីសម័យអង្គរមកយើងស្លថ្នាំប្រើខ្លួនឯងមានន័យថារូបមន្តថ្នាំខ្មែរគឺស័ក្តិសិទ្ធិហើយរុក្ខឱសថដែលមាននៅក្នុងស្រុកខ្មែរនេះក៏ស័ក្តិសិទ្ធិណាស់ដែរក៏ប៉ុន្តែដោយសារមានជនខិលខូចមួយចំនួនដឹងតែខ្មែរយើងគ្រប់គ្រងណាដូចនេះហើយទើបគាត់ចាប់ផ្ដើមយកថ្នាំខ្មែរយកទៅលក់មកកញ្ចប់ 10000 20000 តាមភូមិចាគាត់យកទៅលក់ម្ដង3ឆ្នាំក្រោយបានគាត់ទៅលក់ម្ដងទៀតអញ្ចឹងយើងជាអ្នកទិញប្រើប៉ះពាល់សុខភាពផងហើយយើងចាប់ផ្ដើមលេងទុកចិត្តឱសថខ្មែរផងចាអញ្ចឹងដល់យូរទៅយើងឱសថបរទេសក៏មិនទុកចិត្តឱសថខ្មែរក៏មិនទុកចិត្តសាបរលាបអស់អញ្ចឹងរឿងមួយចំនួនពាក់ព័ន្ធទៅនឹងកម្រិតចំណេះដឹងបើយើងមានកម្រិតចំណេះដឹងយើងមានចំណេះដឹងចាអធិស្ឋានបើយើងមានចំណេះដឹងរឿងការបោកប្រាស់មួយចំនួនវាអត់មានកើតឡើងទេដូចជាកិច្ចសន្យាទិញលក់ចាអំពើពុករលួយបើប្រជាពលរដ្ឋមានចំណេះដឹងរឿងទាំងអស់នេះនឹងត្រូវកាត់បន្ថយជីវភាពក្រីក្រមិនមែនដោយសារចំនួនកូនទេចាមានអ្នកខ្លះគាត់ផ្សព្វផ្សាយថាការពន្យាកំណើតដើម្បីជីវភាពរីកចម្រើននាងខ្ញុំសូមជម្រាបជូនថាការពន្យាកំណើតមិនមែនដើម្បីជីវភាពរីកចម្រើនទេការពន្យាកំណើតគឺគ្រាន់តែដើម្បីមូលហេតុអធិស្ឋានមិនគ្រាន់តែដើម្បីចាការពន្យាកំណើតមូលហេតុចម្បងនោះគឺធ្វើឲ្យគម្លាតនៃការមានកូននឹងឆ្ងាយពីគ្នាកត្តាទី1ថែរក្សាសុខភាពម្ដាយទី2ទុកពេលឲ្យម្ដាយមានលទ្ធភាពថែទាំកូនទី1នឹងឲ្យធំគ្រប់គ្រាន់សិនសឹមផ្ដល់កំណត់កូនទី2ឬគេហៅថាមានកូនទៅតាមផែនការគ្រួសារចាប៉ុន្តែគុណប្រយោជន៍មិនមែនពន្យាកំណត់ធ្វើឲ្យជីវភាពធូរធារទេបើសេដ្ឋកិច្ចមិនដើរកុំថាមានកូនមួយក្រអត់កូនក៏ក្រចាតែបើសេដ្ឋកិច្ចដើរសេដ្ឋកិច្ចរីកចម្រើនមានកូន2 10ក៏មានសម័យសង្គមរាស្ត្រនិយមកូន12 3 10នៅតែមានអញ្ចឹងយើងសូមជម្រាបជូនថាការពន្យាកំណត់មូលហេតុគឺសុខភាពមិនមែនមូលហេតុដើម្បីជីវភាពទេអញ្ចឹងរឿងក្រល្ងងប្រកាសជាក្រតែក្រមិនធ្វើឲ្យល្ងងទេលោកពូយើងខ្ញុំពិតជាពុំមានលទ្ធភាពក្នុងការជួយឲ្យជីវភាពលោកពូបានរីកចម្រើនជាងនេះពីព្រោះទី1យើងខ្ញុំត្រឹមតែជាអ្នកដើរតួក្នុងប្រព័ន្ធផ្សព្វផ្សាយហើយមិនត្រឹមតែប៉ុណ្ណោះទេយើងខ្ញុំជាប្រព័ន្ធផ្សព្វផ្សាយឯកជនទៀតផងចាយើងមិនមែនជាផ្នែកមួយនៃរដ្ឋាភិបាលឡើយតែអ្វីដែលនាងខ្ញុំអាចជួយលោកពូបាននោះគឺជំរុញទឹកចិត្តលោកពូឲ្យតស៊ូបញ្ជូនកូនទៅសិក្សារៀនសូត្រទី1លោកពូត្រូវលើកទឹកចិត្តកូនពន្យល់និងបង្ហាញប្រាប់កូនថាការសិក្សារៀនសូត្រសំខាន់ណាស់សម្រាប់ជីវិតកូនរកឲ្យឃើញនៅវីរៈបរិះក្នុងចិត្តរបស់កូនម្នាក់នាងខ្ញុំអរគុណអ្នកម្ដាយចាម្ដាយនាងខ្ញុំគាត់មិនសូវចេះអក្សរច្រើនទេពីព្រោះគាត់រស់នៅក្នុងគាត់ធំក្នុងសម័យសង្គ្រាមអញ្ចឹងគាត់អត់សូវមានពេលវេលាច្រើនដើម្បីសិក្សារៀនសូត្រទេចាឪពុកនាងខ្ញុំក៏មិនសូវចេះអក្សរជ្រៅជ្រះដែរចានឹកឃើញពាក្យបាលីអេវ៉ាំងលោកនេះអេវ៉ាំឪពុកនេះខ្ញុំទៅអានប្រកបយកអញ្ចឹងចាប៉ុន្តែគាត់ស្រឡាញ់ការសិក្សារៀនសូត្រណាចារុញកូនឲ្យបានរៀនគាត់មិនដឹងថាហេតុអីបានត្រូវរៀនទេគាត់អត់មានហេតុផលពយល់ទេប៉ុន្តែសំខាន់តែមិនទៅរៀនបាយតែនេះអត់ឲ្យលពូប្រើវិធីនឹងដែរទេណាចាតែម្ដាយនឹងខ្ញុំគាត់គោរពសម្ដេចសង្ឃរាជជួនណាត់ខ្លាំងណាស់សូម្បីតែផ្ទះនឹងខ្ញុំក្រមែនតើអញ្ចឹងលហែកណាប៉ុន្តែមានរូបសម្ដេចសង្ឃរាជជួនណាត់ព្យួរជាប់អញ្ចឹងរហូតទោះបីជារើផ្ទះប្រហែលដងក៏រូបមួយស្លឹកនឹងអត់បាត់ដែរចាអ៊ុតរឹងជាប់នៅនឹងហ្មងដល់អញ្ចឹងនេះខ្ញុំសួរអ្នកណាសួរម្ដាយម៉ាក់ណាគេហ្នឹងពេលហ្នឹងម៉ាក់គាត់ប្រាប់ថាអូនេះគឺរូបសង្ឃរាជជួនណាត់អីហោហើយគាត់រៀបរាប់ពីស្នាដៃស្នាប្រហោះបោះទ្រង់អីច្រើនមែនតើដល់អញ្ចឹងយើងចាប់អារម្មណ៍យើងចង់ឲ្យអ្នកដតីហ្នឹងរៀបរាប់ពីយើងដូចដែលម្ដាយយើងរៀបរាប់ពីសម្ដេចសង្ឃរាជជួនណាត់អញ្ចឹងដល់អញ្ចឹងទៅយើងចាប់ផ្ដើមចង់រៀនសូត្រស្រឡាញ់ការសិក្សារៀនសូត្រពីព្រោះយើងមានវីរៈបរិះក្នុងចិត្តអញ្ចឹងទី1នេះខ្ញុំសូមជំរុញបងប្រុសឲ្យបងប្រុសបានណែនាំកូនឲ្យបានដឹងពីសារៈសំខាន់នៃការសិក្សារៀនសូត្រឲ្យកូនរកឲ្យឃើញអ្នកណាជាវីរៈបរិះក្នុងចិត្តរបស់កូនចាបន្តមកទៀតផ្ដល់ការសិក្សារៀនសូត្រហើយចំពោះការសិក្សារៀនសូត្រសូមកុំគិតថាតើតែមានសភៅល្អទៅទៅរៀនបានតើតែមានប៊ិចល្អថ្លៃទៅទៅរៀនបានតើតែមានស្បែកជើងល្អស្អាតទៅរៀនបានឬក៏តើតែមានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ដូចជាម៉ូតូឬរថយន្តទៅអាចទៅរៀនបានក៏ពិតមិនដូច្នោះទេ
ការសិក្សារៀនសូត្រអាចធ្វើបាននៅគ្រប់ទីកន្លែងសំខាន់យើងមានឆន្ទៈពិតប្រាកដក្នុងការសិក្សារៀនសូត្រចា៎អញ្ចឹងសូមឲ្យបងប្រុសលើកទឹកចិត្តឲ្យកុំបោះបង់កូនចៅបន្តទៅទៀតកុំគិតថាឥឡូវនេះសូមតែលទ្ធភាពក្នុងការទិញសម្ភារៈសិក្សាមិនមានផងចុះថ្ងៃក្រោយទៅធ្វើបែបណារឿងថ្ងៃក្រោយបើបងប្រុសចង់ឲ្យថ្ងៃក្រោយទៅជាល្អត្រូវធ្វើថ្ងៃនេះឲ្យល្អឲ្យតែថ្ងៃនេះល្អថ្ងៃស្អែកល្អស្វ័យប្រវត្តិហ្មងបងពីព្រោះមនុស្សយើងអត់មានអតីតកាលនិងអនាគតទេអតីតកាលនិងអនាគតយើងអត់អាចធ្វើអីបានទេយើងកែអត់បានទេប៉ុន្តែថ្ងៃនេះយើងអាចគ្រប់គ្រងបាន1នាទីបន្ទាប់យើងអាចគ្រប់គ្រងបាន1នាទីនេះយើងអាចគ្រប់គ្រងបានអញ្ចឹងបងប្រុសថ្ងៃនេះគូសវាហើយតើកូនស្រីអាយុប៉ុណ្ណេះចំណាយប្រមាណអាយុប៉ុណ្ណោះចំណាយប្រមាណអញ្ចឹងបងប្រុសត្រូវបង្កើនចំណូលរបៀបម៉េចកាត់បន្ថយចំណាយណាខ្លះដែលវាមិនសមរម្យគ្រាន់តែយើងមិនផឹកស្រា3កំប៉ុងទិញសភៅមួយក្បាលឲ្យកូនប្រើបានណាទិញសភៅមួយក្បាលឲ្យកូនអានបានណាសភៅមួយក្បាលតែ12000រៀលទេចាឬក៏8000រៀលឯងកូនអានបាន10ឆ្នាំប៉ុន្តែស្រាបើសិនផឹកតែ3កំប៉ុងឈឺនោមអស់ហើយចាអញ្ចឹងចំណាយណាដែលមិនចាំបាច់មិនបាច់ចាយវាទេចំណាយណាដែលចាំបាច់សំខាន់សម្រាប់កូនធ្វើវាចាចឹងនាងខ្ញុំសូមលើកទឹកចិត្តបងប្រុសប៉ុណ្ណឹងយើងខ្ញុំពិតជាមិនមានលទ្ធភាពដើម្បីជំរុញថាធ្វើបែបណាជីវភាពបងប្រុសប្រសើរជាងហ្នឹងចានាងខ្ញុំសូមអធិស្ឋានផងហើយសង្ឃឹមរឿងមួយទៀតនាងខ្ញុំសង្ឃឹមថាបងប្រុសអញ្ជើញតាក់ទងទៅបងស្រីហេតុអីកូនត្រូវការម្ដាយពីព្រោះកូននិងម្ដាយមានអារម្មណ៍ពិសេសមួយដែលផ្ដល់ភាពកក់ក្ដៅពិសេសមួយសម្រាប់កូនសូមឲ្យបងប្រុសបានតាក់ទងទៅម្ដាយហើយឲ្យគាត់បានមកជួបកូនដើម្បីលើកទឹកចិត្តឲ្យកូនបានរៀនសូត្រផងពីព្រោះថាមនុស្សនេះខ្ញុំសូមជម្រាបជូនថានៅលើโลกនេះគ្មានអ្នកណាផ្ដល់ភាពកក់ក្ដៅឲ្យកូនច្រើនជាងម្ដាយខ្លួនទេព្រោះជាឈាមតែមួយជាអារម្មណ៍ពិសេសមួយចាជាអារម្មណ៍ពិសេសមួយអញ្ចឹងបើបានបងស្រីគាត់មកសួរនាំយើងជាមនុស្សចាស់យើងលេងលះគ្នាជារឿងរបស់យើងចាប៉ុន្តែកាតព្វកិច្ចរបស់យើងដែលត្រូវផ្ដល់ភាពកក់ក្ដៅឲ្យកូននៅតែជាកាតព្វកិច្ចរបស់យើងមិនមែនមានន័យថាយើងលេងគ្នាហើយយើងអស់ភាពជាឪឬអស់ភាពជាម្ដាយទេមិនមែនទេយើងលេងគ្នាមានន័យថាយើងអស់ភាពជាប្តីប្រពន្ធនឹងគ្នាតែប៉ុណ្្នឹងទេតែមិនមែនថាលេងគ្នាហើយយើងអស់ភាពជាម្ដាយយើងអស់ភាពជាឪពុកថាអត់ទេត្រូវតែទៅហើយធ្វើម៉េចមូលមាត់គ្នាមូលដៃគ្នាចិញ្ចឹមកូនឲ្យបានល្អការដែលយើងលេងលះគ្នាជាមនោសញ្ចេតនាប្តីប្រពន្ធយើងតែការដែលរួមគ្នាចិញ្ចឹមកូនគឺជាកាតព្វកិច្ចដែលមិនអាចបោះបង់បានអញ្ជើញឲ្យបងស្រីមកជួយថែទាំពន្យល់លើកទឹកចិត្តណែនាំឲ្យកូនបានរៀនសូត្រហើយបងប្រុសក៏ត្រូវតែពន្យល់លើកទឹកចិត្តណែនាំក្រគឺស៊ូចាពួកយើងមិនដូចអ្នកមានគេធ្វើអីងាយក្រគឺស៊ូហើយបើសិនជាយើងមិនរៀននឹងប្រកាសទៅជាល្ងងចាល្ងងនាំឲ្យក្រ 100% ប៉ុន្តែក្រមិនបាននាំឲ្យល្ងងទេចាអញ្ចឹងក្រមានជំរើសផ្លាស់ប្ដូរភាពក្របានតែល្ងងមិនដឹងទៅផ្លាស់ប្ដូរមិនទេណោះអញ្ចឹងហើយត្រូវតែរៀនសូត្រចាគ្រប់គ្នាមិនអស់ល្ងងទេគ្រាន់តែថាយើងចេះច្រើនទៅល្ងងតិចបាទចាប៉ុណ្្នឹងទេណាទី1ដែលខ្ញុំចង់ឲ្យលពូឬក៏បងប្រុសមានកូនចង់ឲ្យកូនល្អចង់ឲ្យមានអនាគតល្អទី1គឺយើងធ្វើជាគំរូខ្លួនឯងណាបាទកុំចង់ឲ្យកូនល្អខ្លួនឯងអត់ល្អសោះខ្លួនឯងលបែងក៏លបែងស្រាក៏ស្រាស្រីក៏ស្រីអញ្ចឹងយើងមិនអាចធ្វើកូនជួនកាលវាមើលគំរូណាសូមអធិស្ឋានមិនមែនចោតលើលពូឬក៏បងប្រុសទេគាត់ចង់ឲ្យធ្វើជាភាពជាគំរូល្អហើយយើងនឹងគឺភាពជាគំរូគឺការទទួលខុសត្រូវក្នុងនាមជាឪពុកខំប្រឹងប្រែងរកកុំគិតថាវាក្តៅពេកត្រជាក់ពេកយប់ពេកថ្ងៃពេកក្តៅពេកអញ្ចឹងទៅរវល់ទៅរឿងអញ្ចឹងអត់មានពេលវេលាចេញទៅរកកិច្ចការងារហ្នឹងហើយបើយើងចេញទៅប្រកបកិច្ចការងារដើម្បីចិញ្ចឹមជីវិតហ្នឹងគប្បីទុកដាក់កូនហ្នឹងនឹងម្ដាយឬក៏អ្នកណាដែលអាចមាននិស្ស័យអប់រំឲ្យបានល្អណានឹងគឺការទទួលខុសត្រូវរបស់យើងហើយតែបើថាខ្ញុំមិនដឹងរកអ្នកណាជួយទេអញ្ចឹងហើយបានថាមិនចង់ឲ្យមានគេថាសម្បុកឥតមេណាចាណាពិបាកណាស់សម្បុកឥតមេសម្បុកឥតបាអញ្ចឹងហើយបានយើងត្រូវទៀមទីឲ្យមានផ្ដល់ភាពកក់ក្ដៅពីរវាងម្ដាយនិងឪពុកមិនអាចខ្វះមួយណាបានបើសិនជាមានលទ្ធភាពអាចធ្វើទៅបានណាយើងព្យាយាមសម្របសម្រួលដោះស្រាយគ្នានឹងអញ្ចឹងហើយអ្នកខ្លះក៏អាចវិលមកវិញដែរដើម្បីអនាគតកូននឹងបាទហើយ
យើងទទួលខុសត្រូវទី1គឺធ្វើភាពជាគំរូភាពជាអ្នកទទួលខុសត្រូវទី2គឺត្រូវតែស្វះស្វែងរកមុខរបរឲ្យមានភាពប្រកបប្រជាខ្លួនឯងកុំឲ្យគេសួរថាឯងធ្វើការងារអីគេចាក់ទឹកភ្លៀងអ្នកផឹកប្រចាំភូមិអ្នកលេងទឹកភ្លៀងលេងអាប៉ោងលេងល្បែងអញ្ចឹងណាជាចៅជាអ្នកដែលមើលទៅវាអត់មានភាពជាគំរូភាពជាអ្នកដែលថាទៅវិរៈបុរសសម្រាប់កូនហ្នឹងវាអត់មានកូនអត់មានអីយកទៅអួតមានអីអួតទេអញ្ចឹងមិនតែយើងធ្វើឲ្យកូនខ្មាស់គេហើយកូនក៏ឃើញអាគំរូហ្នឹងធ្វើតាមយើងនឹងច្រើនជាងបាទនឹងដែរណាហ្នឹងគឺចំណុចមួយដែលយើងទៅរកមុខរបរការងារត្រឹមត្រូវកុំឲ្យគ្រួសារសេដ្ឋកិច្ចរបស់យើងហ្នឹងគឺវាបាត់បង់កាលណាបាត់បង់លំនឹងសេដ្ឋកិច្ចហើយនេះយើងនេះក៏តដាបតដួសកូនក៏តដាបតដួសដែរមិនបានរៀនបានសូត្រអីទេកូនត្រូវដល់អាយុកាលត្រូវទៅរៀនហ្នឹងទាញកូនទៅធ្វើការងារអីដូចមានប្រវត្តិកន្លងមកធ្វើតាម law at law អីហ្នឹងចាយកកម្លាំងពលកម្មកុមារហ្នឹងទៅប្រើអញ្ចឹងហ្នឹងយើងត្រូវកសាងលំនឹងខ្លួនឯងអញ្ចឹងហើយមួយទៀតខ្លួនឯងហ្នឹងគឺត្រូវតែមានធម៌មេត្តាបិតាគឺជាគ្រូឧបជាជាគ្រូអាចារ្យខាងដើមជាទេវាបុព្វាទេវាជាទេវតាជាអ្នកដែលមានចិត្តល្អបរិសុទ្ធជាព្រំហ្នឹងតើយើងមានមេត្តាករុណាមុទិតាឧបេក្ខាហ្នឹងជាមានសេចក្តីអាណិតស្រឡាញ់កូនដោយពិតមិនមែនថាចិញ្ចឹមកូនដើម្បីលក់ដូរចិញ្ចឹមកូនដើម្បីឲ្យកូននឹងរកមុខរបរចិញ្ចឹមខ្លួនឯងវិញពេលចាស់ទៅណាបំពេញដោយមិនមានបំណងប្រាថ្នាត្រឡប់មកវិញគឺជាព្រំហ្នឹងគឺថាព្រំវិហារធម៌ទាំង4ហ្នឹងមេត្តាបិតាគឺត្រូវតែមានចំណុចហ្នឹងហើយក៏គប្បីជាបុគ្គលខ្លួនឯងហ្នឹងក៏មានសិលដែរជាទេវតាធម៌ដែលមានសិលមានមិនកាប់សម្លាប់មិនតែមិនកាប់សម្លាប់អញ្ចឹងខុសទៀតថាបើអញ្ចឹងបានអីស៊ីបានត្រីអីរស់ត្រីអីឆ្ងាញ់ណាចាបាទប៉ុន្តែបើនៅប្រទេសថៃលោកមនីធ្លាប់ប្រាប់នឹងខ្ញុំថាគេសម្លាប់ប៉ុន្តែគេមិនផ្ដន់ទាបាទចារបៀបដែលគេសម្លាប់ហ្នឹងគឺគេដល់អាយុកាលចានិយាយអញ្ចឹងខ្ញុំហ្នឹងទៅទិញត្រីទិញម្ហូបនៅផ្សារហ្នឹងបងរវល់ខឹងចាទៅទិញត្រីម្ដងណាមិនដែលបានត្រីស្រស់ស៊ីក៏គាត់អត់ដឹងតែខ្ញុំហ្នឹងមិនមែនជាអ្នកសម្លាប់ឯណាទៅរកតែអាណាដែលស្រាប់ហើយបើតែមិនមែនថាសួរថាអាតៃសាអត់អាហ្នឹងដូចចេតនាទៅប្រាប់គេហ្នឹងតែសួរគេហើយគេដាក់ភឹងយើងត្រឡប់មកវិញមានហើយតៃសាហ្នឹងខ្ញុំអត់ទេតែខ្ញុំគាត់រកមើលទៅត្រីងាប់ស្រាប់អញ្ចឹងទៅហើយគាត់តែយើងមើលទៅក៏កែវភ្នែកវានៅថ្លាល្អសកាវានៅស្រស់អញ្ចឹងណាចឹងហើយសកៃបើសកៃហ្នឹងវានៅក្រហមល្អទៅវាអាចអត់ទាន់ស្អុយទេហ្នឹងហើយនឹងវិធីសាស្ត្ររើសត្រីខ្ញុំហ្នឹងបងប្អូនយើងមើលត្រីមិនហើយត្រីដែលធាត់ហ្នឹងត្រីដែលមានទំនងមូលបាទខ្ញុំស្អីចេះមើលត្រីធាត់ចេះមើលតែមនុស្សធាត់ចេះមើលធាត់បាទតែឥឡូវហ្នឹងធាត់នេះគេបាញ់អាជាតិអីគេចូលទៀតណាគេចាក់ទៅប៉ោងដូចជាជួមិនហ្នឹងទេលោកមនីគេមានរបៀបលាយគ្រប់យ៉ាងហើយរឿងហ្នឹងជម្រាបជូនលោកនាងថារឿងទៅទិញម្ហូបឬក៏ចិញ្ចឹមសត្វណាបើសិនជាយើងមុននឹងចាប់មុននឹងសម្លាប់គេឬក៏មុននឹងយកគេទៅលក់ទៅដូរក៏ពិតដែលគេកើតជាសត្វហ្នឹងគេមានកម្មរបស់គេមួយផ្សេងហើយតែយើងដែលយកគេទៅលក់ហ្នឹងបានន័យថាយើងធ្វើកម្មមិនល្អមួយទៀតក៏ប៉ុន្តែសូមកុំឲ្យទៅរបៀបផ្ដន់ទីបាទបើសិនជាថាលក់ហើយក៏យើងសុំអាហោសិកម្មឲ្យអស់កម្មពីនឹងគ្នាប៉ុណ្ណឹងទៅចាកុំឲ្យតែថាពេលកាប់ពេលសម្លាប់ពេលលក់ហ្នឹងយើងកើតមានចិត្តខូខើចិត្តចងពីស្អប់ខ្ពើមអត់ទេចាឈឺចាប់អញ្ចឹងចាហើយនឹងអ្វីដែលជាគំរូរបស់មេត្តាបិតាគឺអញ្ចឹងណាហើយយើងក៏ត្រៀមជាអ្នកដែលរៀបចំទុកដាក់ឲ្យទ្រព្យសម្បត្តិឲ្យកូន
ទ្រព្យសម្បត្តិបើយើងមានជាទ្រព្យជាដីជាផ្ទះជាអីក៏យើងទៅត្រៀមផ្ទេរមរតកនឹងឲ្យកូនទៅណា ចា តែបើថាយើងអត់ទេកូនហើយឪពុកម្ដាយឪពុកអត់មានទ្រព្យទេកូនប៉ុន្តែឪពុកនឹងព្យាយាមឲ្យកូនមានចំណេះព្រោះនឹងចំណេះនឹងគឺជាទ្រព្យដែលចម្លងទៅកាន់ ចា ត្រើយសុខសាន្តរបស់កូន យើងធ្លាប់ស្ដាប់រឿងកូឡាបៃលិននោះ ហ្នឹងហើយ ចាតែជើមគាត់ផ្ដាំកូន បាទ តែជើមអត់មានលុយទេចាយតែចំណេះទេឲ្យចៅចិន បាទចំណេះនឹងគឺជាទ្រព្យដ៏មហាសាលដែលចាយមិនចេះអស់មិនចេះរីងស្ងួតដូច្នេះមេដាបៃតាគ្រប់រូបសំខាន់ហ្នឹងគឺឲ្យកូនមានទ្រព្យជាចំណេះមិនមែនឲ្យទ្រព្យឲ្យឡានឲ្យផ្ទះឲ្យសបែងទេកុំភ័យណាតែអត់មានចំណេះហើយរឿងទាំងអស់ហ្នឹងលក់ចាយទៅខ្ទេច មិនដឹងចេះរោអីដឹងឃើញទ្រព្យហ្នឹងលក់ចាយរបស់ម៉ែអញរោទុករបស់ឪអញរោទុកមកដឹងតែលក់ចាយទៅខ្ទេច លោកអ្នកបាជាធ្លាប់មើលរឿងសាមកុកចាតបបោះយានសាវ បាទ បើសិនជាកាប់សម្លាប់ធម្មតាកន្លះខែមិនតាន់ស្លាប់អស់ទេ បាទ តែនៅពេលដែលអត់ចេះរបៀបនៃការប្រើឆាវសម្លាប់ប្រយុទ្ធតែម្លងាចបាក់តបខ្ទេចលុយដូចគ្នាទុកឲ្យកូន$2 លានតែបើសិនជាកូនមិនចេះចាយតែមួយថ្ងៃអស់$2 លានហើយជាពាក់គេទៀត បាទ ចា យើងមិនបានអប់រំកូនដែលល្អណាយើងរកបានមួយថ្ងៃ10 លាន20 លានក៏អត់សល់ដែរដូចគេជើធ្លុះអញ្ចឹងយើងកុំសើចថារឿងនាងគេជើធ្លុះ គេជើលហែក នឹងអត់ដាក់រកអីញាត់ដាក់ត្រីដាក់អីមិនកើតហើយប្តីចេះខំជាត់ហើយខ្វាយនាងគេជើធ្លុះហ្នឹងចេះតែរែងចុះរែងឡើងតែក៏ជ្រុះត្រីអស់យើងសពថ្ងៃយើងអាចអនុវត្តនឹងចំណុចហ្នឹងឯងដល់អត់ដឹងខ្លួនគឺគ្រួសារមួយបើមានកូនញៀនថ្នាំមិនខុសពីរឿងគេជើធ្លុះទេកូនពីលីអាវ៉ាសែមិនខុសពីគ្រួសារគេជើធ្លុះទេខំរោមកប្រហែលក៏អត់សល់ដែរវាយើងខំរោមកទុកវាខំលួចខំគួរហើយវាថ្ងៃទៅបង់វានៅនឹងគុកនៅមណ្ឌលកែប្រែនៅអីវាមិនខុសពីគេជើធ្លុះទេដូច្នេះយើងត្រូវអប់រំកូនជាចម្បងមុនកាលណាកូនយើងបានអប់រំឲ្យគេដឹងខុសដឹងត្រូវហើយដឹងគុណដឹងទោសហើយគេអត់ងាយធ្វើរឿងអាក្រក់ទេកាលណាគេដឹងថារឿងនឹងអាក្រក់គេមិនប្រព្រឹត្តហើយគេនាំគ្នាធ្វើតែរឿងល្អអញ្ចឹងទ្របយកមកទាំងប្រមាណគឺចិត្តវាអត់ចេញធ្លុះធ្លាយទេដូចប្តីប្រពន្ធអញ្ចឹងរកបានមួយថ្ងៃ$1000ប៉ុន្តែបើឆ្លោះគ្នានោះសុខចិត្តយកឲ្យស្រីក្រៅខេហ្នឹងហើយយកឲ្យអ្នកណាក៏ដែរដែលអាចធ្វើឲ្យសบายចិត្តខ្លួនឯងហ្នឹងគឺសុខចិត្តយកទៅឲ្យអ្នកហ្នឹងយកឲ្យអ្នកណាដែលធ្វើខ្លួនឯងទៅជាបាទអញ្ចឹងរកបានមែនប៉ុន្តែចូលមកក្នុងផ្ទះវាអត់បានសល់លុយហើយបើនារីអញ្ចឹងគាត់ថាខឹងចិត្តមានលុយទៅប្រហែលដើរហាងទៅខ្ទេចណាអ្នកខ្លះក៏នឹកឃើញទៅតុបតែងខ្លួនអីស្អាតអញ្ចឹងទៅសក់ឲ្យដូរពណ៌អស់ហើយទៅបកស្បែកធ្វើកញ្ចក់ណានោះខោអាវអីទិញឲ្យមកផ្សារបើទិញបានទិញទៅមិនឲ្យបាត់ខឹងគេណាមិនអញ្ចឹងអ្នកមានលុយមានតែ2ណានារីសំណាងឲ្យតែ2នឹកក្រណាអ្នកដែលអត់លុយខឹងមិនដឹងទៅណាមានលោតទឹកអូមានមិត្តភក្តិនេះខ្ញុំម្នាក់ឥឡូវនៅអាមេរិកមុនគាត់ទៅបកាយណារឿងខឹងហូបចាហៅមក10មុខអីអង្គុយហូបតាំងព្រឹកម៉ោង9ដល់ម៉ោង2ខឹងគេហូបដល់ពេល1ឆ្នាំកន្លងផុតទៅកាត់ជ្រូកបដ ாய் ហើយតាំងខំប្រឹងប្រែងដល់ពេលចង់ឲ្យដោយសារតែមើលឃើញអ្នកថ្មីទៀតណាធ្វើមកឲ្យគេស្រឡាញ់ឯងវាជ្រូកអញ្ចឹងទៅសម្រក់វិញលុយសាទៀតមកស្រាទៀតអានឹងវេទនាទៀតហ្នឹងហើយនិយាយរឿងលេងសាយខ្លះហ្នឹងហើយចំណេះវិជ្ជាហ្នឹងសំខាន់ណាស់ណាឲ្យកូនរៀនរស់ដោយមានសិលធម៌គុណធម៌មានចំណេះដឹងចេះគិតចេះពិចារណានឹងហើយដែលធ្វើឲ្យគេរស់បានមួយជីវិតអត់ពីយើងក៏គេអាចទទួលខុសត្រូវបានដែរចា៎អញ្ចឹងវ័យដែលគេសិក្សាយើងគ្មានអ្វីក្រៅពីខំរកមកឲ្យគេទទួលទានឲ្យបានគ្រប់គ្រាន់ឲ្យគេមានពេលវេលាសម្រាប់គ្រប់គ្រាន់ឲ្យគេចេះរៀនសូត្រអំពីបញ្ហាជីវិតប្រចាំថ្ងៃមានសិលធម៌សុជីវធម៌ជាក្មេងល្អជាកូនល្អជាសិស្សល្អណាខំរៀនខំសូត្រហ្នឹងរហូតដល់គេរៀនក៏ទៅយើងត្រូវបណ្ដុះត្រូវថែទាំត្រូវទៅតាមដានគេដូចយើងថែទាំដំណាំអញ្ចឹងដំណាំយើងបើយើងដាំទុកចោលហើយចាំទៅប្រមូលផលវាអត់បានផលល្អទេមែនទេដាំទៅគួនក៏ដោយវាឡើងថ្នាំងឡើងអីអស់លីងលើហើយអញ្ចឹងយើងត្រូវតែទៅជួយមើលទឹកច
ជ្រោយដាក់ជីអីចឹងទៅកូនក៏ដូចគ្នាដែរត្រូវតែថែទាំយប់ព្រឹកល្ងាចថ្ងៃហ្នឹងគឺថាថែទាំរហូតទៅយើងបានកូនហ្នឹងល្អហើយយើងកុំរំពឹងចាំផលហើយទៅដល់សាលាមិនទៅអត់ខ្វល់ទេចាកុំរុញបន្ទុកដាក់គ្រូទុកឲ្យលោកគ្រូអ្នកគ្រូទៅព្រោះខ្ញុំបានបង់លុយបង់កាក់ខ្ញុំបានជូនដល់សាលាហើយធ្វើមិនធ្វើទៅលោកគ្រូអ្នកគ្រូចានៅជាមួយគ្រូប្រហែលម៉ោងទេប៉ុន្តែយើងនៅជាមួយកូននៅប្រទេសបែបមានច្រើនឪពុកម្ដាយជាបុព្វទេវីជាទេវតាដើមជាគ្រូដើមបាទអញ្ចឹងហើយនេះគឺជាចំណុចមួយដែលយើងអាចជួយបានហើយថាសួរថាខ្ញុំទៅធ្វើអីខ្លះអនាគតហ្នឹងហើយយើងសាងវាពេលហ្នឹងប៉ុណ្ណឹងទទួលខុសត្រូវតែប៉ុណ្ណឹងហើយកូនចាប់ផ្ដើមយល់ដឹងពីការលំបាកយល់ដឹងអំពីសុខទុក្ខយល់ដឹងគ្រប់បែបយ៉ាងបានជីវិតហ្នឹងប្រសើរឡើងគេហៅថាអ្នកដែលមានចំណេះវិជ្ជាអាចទៅចូលទៅអង្គុយនៅគៀកក្បែរនឹងអធិរាជបានដោយសារអីគឺប្រាជ្ញានេះឯងបើអត់មានប្រាជ្ញាទេទៅធ្វើអីក៏មិនចាញ់ដែរតែព្យួរស្រែហ្នឹងក៏ខឹងតកោវាយគោទៅងាប់ខ្ញុំនឹកឃើញអារឿងកំហុសខ្ញុំមានភាពល្ងងខ្លៅមួយដែរព្យួរស្រែព្យួរទៅអាផាអង្គលវាចាក់ចូលហើយវាលោតស្នៀតអង្គលកាលណារបូតស្នៀតអង្គលអាផាលទៅវាចាក់ចុះទៅក្រោមអូនេះខ្ញុំអត់ចេះអត់ដឹងអត់ស្គាល់ទេយើងអត់មានមកលោកតាលោកយាយផាលហ្នឹងវាបច្ឆិតចេះវាបែរមុខយ៉ាងវាចាក់ដីអញ្ចឹងណាចាហ្នឹងអ្នកមើលរូបភាពឃើញប៉ុន្តែអ្នកធ្លាប់ធ្វើស្រែដឹងចាពេលដែលវារបូតស្នៀតទៅវាចាប់សដកដងអង្គលវាឡើងលើអញ្ចឹងគោវាអូសទៅគឺតឹងតើរួចទេវាចាក់ដីជ្រៅពេកចាអូហើយយើងអត់ចាប់អារម្មណ៍រឿងថាយើងរបូតស្នៀតបាទយើងស្នៀតអង្គលរបូតឲ្យផាលវាចាក់ទៅជ្រៅគោទាញមិនរួចយើងគិតតែរឿងទៅវាយទៅគោអូក្រោយមកបានយើងសំណោះយំតែយំវាយសត្វអត់ដឹងរឿងនឹកឃើញទឹកភ្នែករឿងគោយើងខុសខ្លួនឯងណាភាពល្ងងខ្លៅរបស់យើងណាចាទៅវាយគោអញ្ចឹងហើយគោគ្នាអូសទាំងទឹកភ្នែកអីចាតាមពិតគ្នាចង់ជួយយើងដែរប៉ុន្តែដល់ពេលគ្នាអូសវាមិនរួចទៅវាមិនរួចអញ្ចឹងចាអញ្ចឹងមិនថាភាពល្ងឹតល្ងងរបស់មនុស្សយើងអញ្ចឹងយើងងាយនឹងធ្វើឲ្យអត់ដឹងថារបូតស្នៀតគិតតែពីខំវាយគោណោះហ្នឹងហើយខឹងអត់ដឹងរឿងអញ្ចឹងណាអាហ្នឹងមកពីយើងវាអ្នកដែលខឹងច្រើនហ្នឹងមកពីអវិជ្ជាហ្នឹងគ្របសង្កត់ច្រើនដឹងហើយមិនមានណាទៅខឹងទេមកពីព្រោះខឹងវាមិនស្រួលណាដុតខ្លួនឯងខឹងវាលំបាកណាស់ប៉ុន្តែមកពីមនុស្សយើងវាមិនដឹងមិនគេហៅថាអវិជ្ជាមិនដឹងអំពីសេចក្តីទុក្ខមិនដឹងអំពីហេតុនៃសេចក្តីទុក្ខមិនដឹងអំពីការរំលត់ទុក្ខហ្នឹងអវិជ្ជាហ្នឹងឯងមិនបាច់ទៅរាប់អីច្រើនទេណាអ្នកខឹងគ្រាន់តែដង្ហើមខ្លួនឯងនឹងញាប់ហើយដង្ហក់ណែអញ្ចឹងនេះគឺជាការផ្ដល់សម្រាប់ឲ្យបងប្រុសណាហើយរឿងហេតុអីក៏ដោយគឺយើងគប់បីតម្រែតម្រង់ផ្លូវដល់កូនទៅហើយគេធំបន្តិចម្ដងយើងមិនមែនធ្វើថ្ងៃនេះបានស្អែកទេណាមិនមែនឲ្យគេធ្វើយើងបដាំបដោះថ្ងៃហ្នឹងយើងបានផលស្អែកកូនថ្ងៃនេះ5ឆ្នាំស្អែកទៅ20ឆ្នាំឯណាអត់ទេត្រូវប្រឹងប្រែងតាមលទ្ធភាពដែលអាចធ្វើទៅបានប៉ុន្តែត្រូវប្រកាន់គុណធម៌សិលធម៌សុជីវធម៌ហ្នឹងពុកក្រតែកុំឲ្យក្រចិត្តកុំឲ្យក្រគំនិតក្រវាមាន2យ៉ាងចាក្រទី1ក្រមិនឲ្យគេអាណិតក្រឲ្យគេស្អប់ខ្ពើមក្រដើរលេងតែលបែងក្រខ្ជិលមិនធ្វើអីក្រហើយនៅបំផ្លាញអ្នកជុំវិញខ្លួនទៀតក្រធ្វើជារឹកអ្នកមានគេស្ដីគេបន្ទោសថាឲ្យបន្តិចបន្តួចចិត្តធំតែធ្វើសំណងហ្នឹងគេថាអាហ្នឹងបៀកមិនត្រូវអាហ្នឹងបោកមិនត្រូវទេខឹងចិត្តរត់ចោលការងារក៏មានអញ្ចឹងទៅអានេះក៏ខឹងដោយសារតែអវិជ្ជាហ្នឹងហើយក្រហ្នឹងអត់អាណិតទេក្រត្រូវចេះតស៊ូក្រដែលឲ្យគេអាណិតឲ្យគេអាសូរហ្នឹងគឺថាក្រចេះតស៊ូខំប្រឹងធ្វើខំរោហើយបើថានៅតែក្រទៀតក៏គ្មានអ្នកណាគេទៅដាក់ទោសពេកគេមិនមែនទៅស្អប់ពើមទេចាគេមានអ្នកសំណាក់គេសំណាក់ថាធ្វើម៉េចបើពួកគាត់ប្រឹងប្រែងខំធ្វើរោហើយបើរោបានមកវាចៃដន្យទៅវាអាផ្ទះក៏ឆេះអាចោក៏ឆក់ចោក៏ប្លន់ចោក៏លួចអាហ្នឹងមកកម្មរបស់គាត់ដែរអញ្ចឹងខំប្រឹងរោអស់ហើយគាត់មានតែលេងលបែងមិនដែលទៅចាយវាអីឲ្យហឹកហាក់អង្គគេគាត់ខំប្រឹងរោប៉ុណ្ណឹងអញ្ចឹងក្រឲ្យគេអាណិតប្រសើរជាងក្រមកឲ្យគេអាណិតក្រអញ្ចឹងហ្នឹងហើយអញ្ចឹងហើយបើយើងក្រដាក់ចិត្តដាក់កាយកុំធ្វើដូចគេអ្នកមានកុំជុះតាមដំរីណាកុំឃើញដំរីជុះតាមដំរីនឹងវាអាចធំ
បាទនេះខ្ញុំគេចង់សម្ដៅថាអ្នកមានវាចាយធំប៉ុន្តែធម្មតាឥឡូវអ្នកមានវាចាយតូចទេតែអ្នកក្រចាយធំរាល់ថ្ងៃហ្នឹងគឺខុសពីច្រាស់ទៅអ្នកមានចាយលុយតូចអ្នកមានចាយតិចបាទចាយតិចចាយលុយតិចចាយធំបាទអ្នកក្រហ្នឹងគឺចាយធំណាស់ចាអាកាក់ម៉ាស៊ីន100ហ្នឹងគឺចំណាយរហូតហើយឥឡូវយើងឧទាហរណ៍ចេះទៅឲ្យឆាប់យល់ណាទិញម៉ូតូមួយគ្រឿងយើងខ្ញុំឧទាហរណ៍ថាឥឡូវ2017ចាមួយគ្រឿងហ្នឹងយើងទិញ$1,850ថ្មីណាបើអ្នកមានគេចំណាយតែ$1,850ទេទិញតែនៅពេលយើងអត់មានលទ្ធភាពយើងមិនបង់រំលោះបាទអញ្ចឹងយើងបង់រំលោះម៉ូតូមួយគ្រឿងហ្នឹងឡើងទៅជា$2,400ចឹងយើងគិតថាពី$1,850រហូតដល់$2,000 $150 $400ទៀត$550មានន័យថាក្នុងម៉ូតូមួយគ្រឿង017មួយគ្រឿងអ្នកមានចំណាយតែ$1,850ទេអ្នកក្រតែចំណាយ$2,400ចាយលើសអ្នកមាន$550បាទចានេះខ្ញុំជម្រាបជូនថាតម្លៃនេះគឺតម្លៃភាគច្រើនដែលស្តង់ម៉ូតូគេដាក់ការប្រាក់ចាហើយតាមបណ្ដាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនក៏ដាក់ការប្រាក់មកទៅចាប់អារម្មណ៍ 1.9% តែប៉ុណ្ណោះតែមិនមែនមួយឆ្នាំណាមួយខែចាអញ្ចឹងវាថ្លៃគួរសមដែរយើងចាយច្រើនមែនតើហ្នឹងហើយអញ្ចឹងសង្ខេបជូនប៉ុណ្ណឹងចុះនៅរឿងច្រើនទៀតប៉ុន្តែសូមឆ្លៀតពេលជម្រាបជូនអំពីប្រេងរឹតល្ងខ្មៅផងបាទចាជម្រាបជូនលោកអ្នកនាងនិងប្រិយមិត្តអ្នកស្ដាប់គ្រប់មជ្ឈដ្ឋានថាមនុស្សយើងតែងតែមានហើយរឿងការឈឺថ្កាត់ហើយយើងយកប្រលប់ឈឺពោះឈឺដៃឈឺជើងស្ពឹកស្រពន់ឬក៏ជួនកាលដើរប៉ះបុកទង្គិចហើមជួមឬសត្វពឹសតិចខាំហ្នឹងជារឿងចៃដន្យដែលយើងស្មានមិនត្រូវអញ្ចឹងប្រសិនបើលោកអ្នកនាងមានជាប្រេងរឹតល្ងខ្មៅមួយចានៅក្នុងផ្ទះហ្នឹងគឺជារឿងល្អប្រសើរចាពីព្រោះថាប្រេងរឹតល្ងខ្មៅនេះយើងខ្ញុំសូមជម្រាបជូនថាមានប្រសិទ្ធភាពដោយសារតែផ្សំចេញពីប្រេងល្ងខ្មៅនិងមានផ្សំចេញអំពីឫសឈើមើមឈើចាជាឱសថបុរាណអញ្ចឹងនៅពេលដែលលាយផ្សំហើយឱសថលាបរឹតនេះគឺមានគុណភាពជួយដោះស្រាយបញ្ហាស្ពឹកស្រពន់តាមកខ្នងចង្កេះថ្លោះក្រិចហើមជួមវិលមុខកើតខ្យល់ឈឺសរសៃកប់សរសៃឈឺពោះឆ្អល់ពោះចុកសៀតណែនដើមទ្រូងឈឺពោះដោយសារតែការមករដូវអ្នកមានបញ្ហាជំងឺសន្លាក់រ៉ាំរ៉ៃចាមានបញ្ហាស្ពឹកដៃស្ពឹកជើងឬដងបាតចាបន្ថយការឈឺចាប់តាមសាច់ដុំខ្ទុះក្នុងក្រចកដៃជើងបំបត្តិការរមាស់នៃស្បែកជួយផ្សារភ្ជាប់មុខរបួសឆ្អឹងដែលបែកនិងបាក់ថ្មីពិសេសគឺបន្សាបពឹសសត្វតិចឬខាំយើងខ្ញុំសូមជម្រាបជូនថាឱសថបុរាណលាបរឹតផ្សំពីល្ងខ្មៅនេះមានលក់នៅខេត្តបាត់ដំបងបន្ទាយមានជ័យនិងបណ្ដាខេត្តដទៃទៀតនៅខាងកំពង់ចាមក៏យើងមានដែរចាអញ្ចឹងលោកអ្នកនាងអាចអញ្ជើញតាក់ទងមកបានចំពោះលោកអ្នកនៅខាងបាត់ដំបងអាចអញ្ជើញមកវិទ្យុភ្នំខៀវ FM 105 MHz ចានៅភូមិរំជែក4សង្កាត់រតនៈក្រុងនិងខេត្តបាត់ដំបងឬក៏លោកអ្នកនាងអាចអញ្ជើញតាក់ទងនៅហាងវាសនាល្អលក់ពូកនៅខាងលិចរង្វង់មូលថ្មគោលផ្លូវទៅបន្ទាយមានជ័យចានៅទីនោះក៏មានបងប្អូនយើងនៅខាងផ្សារខ្នាចរមាសនៅស្រុកបវលសូមអញ្ជើញទៅហាងបងផាន់ស្រីមុំចានៅទីនោះក៏យើងមានដែរចានៅហាង2500បងឡែននៅខាងផ្សារកោះក្រឡនៅទល់មុខធនាគារអេស៊ីលីដាអញ្ជើញទៅឃើញដាក់ហាង2500ចាឬក៏លោកនាងនៅខាងមោងឫស្សីអញ្ជើញទៅអសរស្ថានសួស្ដីផ្សារមោងឫស្សីនៅខាងត្បូងផ្សារមោងឫស្សីតែម្ដងខេត្តបន្ទាយមានជ័យមាននៅផ្ទះបងធូចានៅខាងថ្នាលបាត់ឃុំភ្នំតូចចាឬក៏បងប្អូនយើងនៅខាងឃុំប្រាសាទចានៅក្បែរភ្នំធំចាអញ្ជើញទៅភូមិចំការលោកនៅផ្ទះពូដនឬក៏ផ្ទះអ៊ំលីក៏មានចាហើយបងប្អូនយើងនៅខាងអូដង្កោចានៅឃុំប្រាសាទខាងភ្នំធំហ្នឹងអញ្ជើញទៅផ្ទះលោកអ៊ំលីចាឬក៏មីងរីមនៅខាងស្រុកបវលចាលោកអ្នកនៅខាងស្រុកបវលអាចអញ្ជើញទៅផ្ទះមីងរីមចាឬក៏ពូធឿននៅខាងស្វាយសចានៅខាងភ្នំស្រុកឬក៏នៅអសរស្ថានសវណ្ណគិរីនៅទល់មុខវត្តសវណ្ណគិរីចាប្រិយមិត្តអ្នកស្ដាប់គ្រប់មជ្ឈដ្ឋានអញ្ជើញមកខាងហាងវ៉ែនតា909ទីតាំងទី1នៅទល់មុខនឹងវេទិកាខេត្តចុះពីម្ទេសក្រហមចម្ងាយ50ម៉ែត្រនិងទីតាំងទី2នៃហាងវ៉ែនតា909ក៏មានលក់នៅប្រេងលាបរឹតល្ងខ្មែរនេះដែរចាស់គឺនៅទល់មុខចំណតរថយន្តក្រុងសិរីសោភ័ណ្ឌលោកអ្នកនៅខេត្តកំពង់ចាមអញ្ជើញទៅហាងសិរីសោភា Cosmetic នៅគល់ស្ពានគីសូណាចា
អធិស្ឋានអ្នកផ្ដល់ព័ត៌មានច្រឡំហាងសេរីសាភា Cosmetic ទីតាំងនៅខាងជើងឈៀងខាងលិចផ្សារធំកំពង់ចាម20ម៉ែត្រក្រោមផ្ទះសំណាក់ Nava ចាចដាវវិលបងប្អូនយើងចំណាំចាឬក៏ទៅហាងអាហារបំពន់សុខភាពកំពង់ចាមនៅគល់ស្ពានគីសូណាហួសសន្តាគារលៀបរក្សាចម្ងាយ50ម៉ែត្រនៅខាងឆ្វេងដៃបងប្អូនខាងមន្ទីរមានជ័យភ្លេចប្រាប់ចានៅវិទ្យុភ្នំខៀវមន្ទីរមានជ័យ 88.30 ក៏មានដែរចារៀបរាប់សាខាអស់ហើយភ្លេចទីតាំងខ្លួនចាឬក៏លោកអ្នកនាងតាក់ទងលេខទូរស័ព្ទចាយើងក៏ត្រូវការតំណាងចាយចាយហោហែបន្តទៀតដែរចាលេខទូរស័ព្ទ092 49 99 13ចា092 49 99 13ឬក៏លោកអ្នកនាងអាចតាក់ទង096 888 67 60 096 888 67 60 ឬ097 777 80 86យើងខ្ញុំសូមជម្រាបជូនថានៅខេត្តក្រចេះក៏យើងមានតំណាងចាយចាយរួចហើយនៅខាងខេត្តក្រចេះបងប្អូនយើងទាំងអ្នកនៅទីក្រុងឬក៏អ្នកនៅបណ្ដាស្រុកមួយចំនួនដែលឮការផ្សាយពីវិទ្យុកំពង់ចាម 99.70 អាចរកទិញបានណាចាអញ្ចឹងតាក់ទងលេខទូរស័ព្ទមកកាន់យើងខ្ញុំមកពីព្រោះយើងមានអ្នកតំណាងចាយចាយនៅទីនោះដូចជា2 3នាក់ហើយចាចឹងលោកអ្នកដែលទទួលការផ្សាយពីយើងខ្ញុំបានអញ្ចឹងតាក់ទងមកលេខទូរស័ព្ទទាំង3ប្រព័ន្ធពីខាងដែរខាងព្រៃប្រសពណោះភូមិតាម៉ៅចាក្រុងកញ្ចេះអញ្ចឹងឯងលោកមនីគេហៅក្រុងកញ្ចេះហ៎ចានៅក្បែរទីតាំងភ្នាក់ងារចាយចាយយើងនៅក្បែរការ៉ាអូខេនៅក្បែរចានៅក្បែរការ៉ាអូខេ Diamond ហ្នឹងទល់មុខគ្នាហ្មងបាទចាអញ្ចឹងទៅក៏យើងមានតំណាងចាយចាយនៅទីនោះចាបាទនៅក្បែរគ្នាអ្នកជួយចង្កេះអ្នកលក់ផលិតផលជួយចង្កេះឥឡូវសូមសម្រាប់មួយផ្លេតយើងជូនបទចម្រៀងសម្បុកអត់មេពីលោកយិនសេរិនបាទទឹកភ្នែ
បាយក្នុងសាច់ណាខ្ញុំសុំអាពេលងខ្មៅវត្តភ័ក្រខ្ញុំគេស្ពឹកជើងគេទិញមក2ដងខ្ញុំសុំគេមកលាប2ដងប្រាប់ថាដល់ពេលឥឡូវហ្នឹងវាផុសមកវាដូចខ្ទុះចឹងខ្ញុំក្តាច់ម្ដងមកវាចេញមកបំបែងមួយដល់ពេលខ្ញុំទៅចែកអាពូម៉ាក់ខ្ញុំកន្លះដបយកមកចាឥឡូវយកមកលាបខ្ញុំចេញបានប៉ុនកូនដៃមួយអានោះកលសរសៃនេះឥឡូវបាត់លាប6ដល់10ថ្ងៃចាបាទនេះសូមសរសើរអរិញព្រេងងខ្មៅឲ្យបងប្អូនណាមានបំបែងនៃធ្លាប់អាដេញជាកងកម្លាំង S196 ខ្ញុំនៅស៊ើបការព្រះស៊ើបការ196ចាហើយឈ្មោះអាដេញឈឹងវាសនាចាធ្លាប់ទៅរបួសជាមួយគ្នាហ្នឹងឥឡូវហ្នឹងអាបំបែងនៅក្នុងសាច់ដែលពេទ្យវិទ្យាអធិនយកមកហ្នឹងអានឹងសរសៃហ្នឹងឥឡូវបានគុណព្រេងងខ្មៅហ្នឹងបាទអរគុណណាលោកអើយចាអរគុណណាហើយបងប្អូនណាដែលមានបំបែងអីនៅក្នុងខ្លួនហ្នឹងទៅសារមើលខ្ញុំអត់មានឆោបបោហើយអត់មានចេះកុហកចាបងប្អូនណាដែលមានបំបែងអីក្នុងខ្លួនពិចារណាសារមើលទៅបើមិនជឿខ្ញុំសារមើលខ្លួនឯងដឹងហើយតែដឹងហើយសារទៅចាប៉ុន្តែក្នុងនេះខានស្អែក
នេះខ្ញុំឡើងទៅរកតបានបងហើយរកទិញបាន2ដងទៀត ចាស្គាល់កន្លែងហើយនៅលោកពូ បាទ ស្គាល់កន្លែងហើយនៅខាងបាត់ដំបងហ្នឹង អូច្បាស់ដូចថ្ងៃយើងបាទសូមអរគុណហើយបិទពាក់ខ្ញុំអំទេសួរបិទពាក់ខ្ញុំទៅខ្ញុំចែកគេបានបន្តិចយកមកលាបតែ6 10ដងខ្ញុំលាបតែមួយថ្ងៃម្ដងផង ចាអរគុណ បាន6 10គ្រាប់បំបែង ចា បាទគាត់ថាជួយប៉ុណ្ណឹងទេមានតែយោបល់ខ្ញុំគំនិតខ្ញុំគាត់ចង់ឲ្យបងប្អូនជើពិចារណារឿងថាជំងឺយើងមានហ្នឹងតែពិតជាក់ស្ដែងអានេះដូចអានេះគេហៅថាជប់ចឹងនិយាយសុំអង្គស្បត់ណាក៏ស្បត់ដែរអត់មែននៅទីសំណងសូមប៉ាន់អីទេខ្ញុំឈ្មោះបូសួរទៅ ចា ហើយញ៉ែមសម្បូរនៅរយៈពេលការពីមុនបាទអរគុណហើយសុខសប្បាយ ចាអរគុណជំរាបលាចា បាទជំរាបលា ឱសថបុរាណលាបរឹតផ្សំពីល្ងខ្មៅជាឱសថបុរាណថៃប្រើសម្រាប់កែរោគឈឺចុកចាប់រោយស្ពឹកស្រពន់តាមកខ្នងចង្កេះ ថ្លោះក្រេកហើមជាំវិលមុខកើតខ្យល់ឈឺសរសៃកប់សរសៃឈឺពោះឆ្អល់ពោះចុកសៀតណែដើមទ្រូង ឈឺពោះដោយសារតែការមករដូវដោះស្រាយបញ្ហាសន្លាក់រ៉ាំរ៉ៃជំងឺស្ពឹកដៃជើងឬដួងបាត ជួយបន្ថយការឈឺចាប់តាមសាច់ដុំផ្ទុះក្នុងក្រចកដៃជើងបំបត្តិការរមាស់នៃស្បែក ជួយផ្សារភ្ជាប់មុខរបួសឆ្អឹងបែកនិងបាក់ថ្មីពិសេសជួយបន្សាបពឹសសត្វតិចឬខាំនៅខេត្តកំពង់ចាមអាចរកទិញប្រេងរឹតល្ងខ្មៅនៅហាងលក់អាហារបំពន់សុខភាពកំពង់ចាមខាងត្បូងគល់ស្ពានគីហ្សូណាហួសសន្តាគារលាបរក្សាចម្ងាយ50ម៉ែត្រនៅខាងឆ្វេងដៃ ហាងសេរីសុភីកូស្មេតិកផ្ទះលេខ14ផ្លូវ93ខាងជើងឈៀងខាងលិចផ្សារកំពង់ចាម20ម៉ែត្រ នៅខេត្តបាត់ដំបងរកទិញបាននៅវិទ្យុ FM 105ខាងកើតវត្តបច្ឆានៅភូមិរំជែក4សង្កាត់រតនៈក្រុងនិងខេត្តបាត់ដំបង នៅវិទ្យុ FM 88.30 MHz បន្ទាយមានជ័យនៅភូមិរោងម៉ាស៊ីនសង្កាត់អូអំបិលក្រុងសេរីសុផននៅខេត្តបន្ទាយមានជ័យ តាក់ទងទិញដុំនិងរាយតាមរយៈលេខទូរស័ព្ទ092 49 99 13 096 888 67 60 097 777 80 86 ស្ថានីយ៍វិទ្យុភ្នំខៀវ FM 105 MHz បាត់ដំបងដើម្បីវិសាលភាពការអភិវឌ្ឍនិងសាសនាផ្សាយជូនរៀងរាល់ថ្ងៃចាប់ពីម៉ោង 5 ព្រឹកដល់ម៉ោង 12 អាធ្រាត្រតាក់ទងផ្សាយពាណិជ្ជកម្មតាមរយៈលេខទូរស័ព្ទ097 777 80 86 096 888 67 60 092 49 99 13 បាទយុទ្ធសូមស្វាគមន៍នៅក្នុងវគ្គទី2បានត្រឡប់មកវិញហើយបន្ទាប់ពីសម្រាប់មួយផ្លេត ចា៎ ហើយរឿងរ៉ាវបន្តទៀតហ្នឹងបងអូនប្រុសសាកសួរអំពីរឿងផ្ញើសារនេះមកកាន់សាររបស់ខ្ញុំផ្ទាល់ទាក់ទងទៅនឹងរឿងអមនុស្សអញ្ចឹងហើយបានដាក់ប្រធានបទថ្ងៃនេះខ្ញុំប្រឹងនិយាយរឿងអមនុស្សហ្នឹងបាទបងអូនឆ្ងល់ថាតើមានដឹងពីរឿងអមនុស្សបៀតបៀនមនុស្សដោយហេតុបែបណាទេ ចា៎ ហេតុអ្វីយើងមិនបានធ្វើអ្វីសោះតែបែរជាអមនុស្សហ្នឹងមកយាយីបាទហើយបងអូនរៀបរាប់ថាបងស្រីធំហ្នឹងគាត់មានអាសនៈមានគ្រូបាជាអីណាហ្នឹងហើយប៉ុន្តែបែរជាអមនុស្សហ្នឹងមកធ្វើបាបតែប្អូនស្រីនេះទេហើយរឿងមួយទៀតហ្នឹងថាបងស្រីហ្នឹងស្លាប់តែចាប់ជាតិហើយប៉ុន្តែនៅតែមានពេលខ្លះមកជួយប្អូនចង់និយាយថាអមនុស្សហ្នឹងមកធ្វើបាបប្អូនស្រីណាក៏មានបងស្រីហ្នឹងមកជួយអញ្ចឹងតែហ្នឹងរឿងមួយផ្សេងខ្ញុំមិនសូវច្បាស់កន្លែងហ្នឹងចង់ឲ្យប្អូនចូលរួមដែរយកមើលហើយលោកបកស្រាយមិនច្បាស់ប៉ុន្តែប្អូនចង់និយាយថារឿងដំបូងឡើយហ្នឹងគឺបងស្រីម្នាក់ហ្នឹងគឺគាត់មានអាសនៈមានគ្រូមានអីអញ្ចឹងណាហ្នឹងហើយប៉ុន្តែដល់ពេលដែលមានអាសន្នមកខាងប្អូនស្រីនេះខាងប្អូនស្រីរឿងអមនុស្សឥឡូវខ្ញុំគាត់បកស្រាយត្រួសឲ្យព្រោះរឿងនឹងវាមិនទាន់ច្បាស់តើចូលរួម
ក្នុងកម្មវិធីទៅខ្ញុំអាចសួរច្បាស់លាស់អានឹងស្រួលបកស្រាយទៅវិញរឿងអមនុស្សនេះគឺគេហៅថាពពួកដែលមិនមែនជាមនុស្សយើងហ្នឹងណាកើតដោយឧបទ្ទបកំណើតនេះជាដើមនេះបដិសន្ធិមកអ្នកខ្លះដោយកម្មដោយបុណ្យរបស់ខ្លួនខ្លះជាភូមិទេវតាខ្លះជារុក្ខទេវតាចាំនៅតាមរបងផ្ទះវត្តខ្លងទ្វារអីជាដើមហ្នឹងនៅសម័យព្រះសម្មាសម្ពុទ្ធហ្នឹងព្រះបាទប្រទេនមហាសេដ្ឋីអនាថបណ្ឌកសេដ្ឋីហ្នឹងធ្វើបុណ្យច្រើនពេកទេវតាហ្នឹងមិនជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធខឹងព្រះអាណែសេដ្ឋីអនាថបណ្ឌកសេដ្ឋីហ្នឹងដេញចេញពីខ្លោងទ្វារគេដើរយំគេធ្វើបុណ្យជ្រះថ្លាចឹងអីអនាថបណ្ឌកសេដ្ឋីអនាគតជាព្រះពុទ្ធដែរណានៅការនឹងធ្វើបុណ្យហ្នឹងធ្វើបុណ្យមែនតែនលក្រខ្លួនណាហ្នឹងទេវតានឹងឃើញមិនជ្រះថ្លាចឹងយថាឲ្យធ្វើលក្រដល់ខ្លួនឯងទៀតហើយមិននឹងរឿងពិតទេណាដល់លឺអញ្ចឹងទៅអនាថបណ្ឌកសេដ្ឋីហ្នឹងក៏ដេញចេញទៅណែឯងឈប់មិននៅកន្លែងហ្នឹងដើរយំទៅកន្លែងទៅពឹងគេពឹងឯងដល់ពេលពឹងគេពឹងឯងដូចជួបព្រះមុខលាននេះខ្ញុំបានចាំនៅកន្លែងនេះដល់ទៅសុំម្ចាស់គេវិញទៅហើយជួយបំរើលោកឲ្យបានល្អបានជាមកវិញហ្នឹងក៏ជួយបំរើប្រាប់ពីកំណប់អីផ្សេងហ្នឹងចឹងហើយមានក្រៅអំពីពួកទេវតាហ្នឹងក៏មានពពួកប្រែតអសុរកាយដែលគេថាចាប់កើតហើយស្លាប់ហើយកើតហ្នឹងគឺវាលឿនអញ្ចឹងអានេះថាកើតនេះវាកើតហើយតែមិនកើតនៅមានពួកហ្នឹងមកលងថាចុះកើតជាអមនុស្សកើតជាប្រែតអសុរកាយហ្នឹងឬកើតជាទេវតាជន់ទាបអីហ្នឹងហើយពួកទេវតាហើយអញ្ចឹងហើយអត់តន់បានទៅកើតជាមនុស្សឬកើតទេវតាជន់ខ្ពស់ទេគឺនៅវិលវល់អញ្ចឹងដែរហើយការដែលគោរពបូជាខ្មែរយើងនេះមានសាសនាមុនព្រាហ្មណ៍ទៅទៀតហើយសាសនាគោរពទៅលើព្រលឹងដូនតារបស់ខ្លួនហើយមានបាយសីនេះខ្ញុំក៏មិនដឹងថាកើតឡើងពីចំនួនណាមកដែរក៏កើតមកឃើញមកយើងព្យាយាមស្រាវជ្រាវថាហេតុអីខ្មែរយើងមានបាយសីបើព្រាហ្មណ៍មិនក៏ព្រាហ្មណ៍នៅឥណ្ឌាអត់មានគេគោរពគេគោរពតែលឹងព្រះឥសូរគេគោរពតែសិវលិង្គមានន័យថាលឹងព្រះឥសូរជាមួយយោនីនាងឧមាតែប៉ុណ្្នឹងទេឬក៏គោរពព្រះសិវៈអីផ្សេងហើយយើងនេះមានបាយសីមានអីមានអាសនៈអីមានគ្រូមានអីចាយើងចេះធ្វើសាលាធម៌គេអត់មានទេបាទវាខុសគ្នាវាមិនដូចគ្នាទេប៉ុន្តែអ្នកដែលគោរពអញ្ចឹងគឺគោរពតពីដូនពីតាមកហើយគេហៅគ្រូអំពីអីក៏មានដែរពួកគោរពទៅលើព្រាយបិសាចអីភាគច្រើនត្រូវការសំណែនសែនព្រេនក្បាលជ្រូកសัตว์ស្រស់កែបមន់អីចឹងទៅគេហៅគ្រូអំពីអីឬក៏ពួកអមនុស្សឬពួកដែលមានរិទ្ធមួយចំនួនមិនមែនអត់រិទ្ធទេពួកហ្នឹងពួកមានរិទ្ធឲ្យយើងមើលឃើញឲ្យយើងមើលមិនឃើញធ្វើឲ្យយើងឈឺធ្វើឲ្យយើងស្លាប់បានណាបាទបើសិនជាចងគំនុំចងពីអីជាដើមហើយរឿងដែលកើតឡើងដោយមានហេតុថាហេតុអីក៏មកធ្វើបាបអញ្ចឹងមនុស្សយើងបើអត់មានកម្មជាមួយគ្នាអត់មានអីទេបាទប៉ុន្តែបើមានកម្មហើយទោះបីនៅកន្លែងណាក៏វាបញ្ហាដែរប៉ុន្តែវាអញ្ចេះវាកើតឡើងដោយការយាយីមួយចំនួនដែលដូចកាលសម័យកាលព្រះសម្មាសម្ពុទ្ធហ្នឹងមានសាវករបស់ព្រះអង្គទៅចម្រើនទុដងនៅក្នុងព្រៃហើយពួកទេវតាហ្នឹងចិត្តទៅលេងសើចលងគេហៅថាពួកអមនុស្សពួករុក្ខទេវតាហ្នឹងឲ្យជន់ទាបឯងចិត្តទៅលេងសើចធ្វើបាបលោកឡើងស្គមរិញរៃអស់ស្បែកឡើងសពបសពូនភ័យខ្លាចតែរឿងខ្មោចព្រាយបិសាចហ្នឹងឯងចាធ្វើបាប
ដល់ទៅប្រាប់ទូលប្រាប់ព្រះអង្គឲ្យធម៌ចម្រើនព្រះបរិត្តមកចម្រើនព្រះបរិត្តហ្នឹងមានអីទេមានការផ្សាយមេត្តាហ្នឹងគេថាកុំឲ្យមានកម្មពីវិរិយនឹងគ្នាកុំឲ្យមានរោគកុំឲ្យមានភ័យកុំឲ្យមានសុបិនអាក្រក់កុំឲ្យមាននិមិត្តអាក្រក់កុំឲ្យមានសម្លេងអាក្រក់អីហ្នឹងណាដល់ពេលអញ្ចឹងគេយកមកធ្វើជាមន្តអាគមគេថាដល់បច្ចុប្បន្នហ្នឹងទៅនៅពេលដែលសូត្រទៅគេហៅពួកមេតាញ់ឬពហុំអីជាដើមចាការផ្សាយនៅមេត្តាករណាចំពោះអស់សពសត្វហ្នឹងទៅគឺពួកហ្នឹងមិនអាចយាយីបានទេដូចយៈដែលគេនឹកឃើញមិនគេទៅនឹកឃើញគេចង់សាកទៅលើព្រះសិរីបុត្រអីជាដើមពងចម្រើនកម្មដ្ឋានហ្នឹងព្រះសិរីបុត្រផងអស់អាសវៈកលេសហ្នឹងទៅនឹកឃើញយៈដៃវាយប៉ាំងទៅព្រះមោគលាននៅចម្រើនកម្មដ្ឋាននៅឆ្ងាយឯងប៉ុន្តែរិទ្ធរបស់ព្រះមោគលានហ្នឹងគឺដោយទិបចក្ខុមើលឃើញគាត់ទៅវាយព្រះមោគលានព្រះសិរីបុត្រប៉ាំងព្រះមោគលានមកដល់ភ្លាមសួរអបុសោមិនអីអត់មានអីគាត់មានអារម្មណ៍ថាឈឺក្បាលបន្តិចប៉ុន្តែកម្លាំងដៃយៈវាយហ្នឹងមើលថាវាយមែនតើហ្នឹងគឺមកប៉ាំងហ្នឹងចូលលិចទៅក្នុងផែនដីបាត់ប៉ុន្តែដោយសារគុណធម៌លោកខ្ពស់វាយប៉ាំងយៈហ្នឹងធ្លាក់នរកបាត់គុណធម៌របស់ព្រះសិរីបុត្រខ្ពស់ខ្លាំងការយាយីដល់បុគ្គលដែលមានគុណធម៌ខ្ពស់ដូចបាច់ការបច្ច្រាស់ខ្យល់អញ្ចឹងមិនថាអ្នកណាក៏ដោយឲ្យតែនិយាយអាក្រក់ធ្វើអាក្រក់ចំពោះបុគ្គលដែលបរិសុទ្ធគឺឆាប់ទទួលផលលឿនណាជាក់ស្ដែងយើងចង់និយាយថាមនុស្សនឹងធ្វើតែល្អហើយមានអ្នកខ្លះក៏តាមបំពៀនក្រោយនឹងអ្នកណាគេទៅជឿមែនទេគេជឿមនុស្សដែលធ្វើល្អហើយអ្នកឯងទៅខំបខិតបខូចទៅខំឌៀមដាមខំទៅធ្វើបាបយាយីគេវាអត់ទៅរួចចឹងរឿងដែលកើតឡើងគឺដោយសារការយាយីអញ្ចឹងឯងដោយពួកមនុស្សដោយអវិជ្ជាអញ្ចឹងដែរប៉ុន្តែខ្ញុំនិយាយហ្នឹងគឺចង់ឲ្យរកដំណោះស្រាយអ្វីដែលយើងអាចធ្វើទៅបានគឺចម្រើនធម៌បុគ្គលដែលចម្រើនធម៌បានគ្រប់គ្រាន់ហើយអត់មានអីយាយីបានទេហៅថាបានសុខក៏ព្រោះសិលណាក្នុងសិល5ហ្នឹងសីលេនសុខតាំងយន្តតិញ៉ាអត់ចេះធម៌ផងអញ្ចឹងតែឃើញអ៊ំនាងខ្ញុំក៏រាប់តែគេធေါ်សោតសុខាយៈហេតាយៈអីមិននោះបាទសុខាយៈតែដល់ទៅរាប់ទៅគាត់ថាហីទេយៈមាន6មិនបាត់យៈមួយតាណានិយាយវាហ៎ឃើញតែ5ហ៎មកជួយរាប់យើងមើលឯងមិនបាត់យៈមួយបាទអញ្ចឹងតេតោរឿងសិលហ្នឹងទៅសុខក៏ព្រោះសិលដល់និព្វានក៏ព្រោះសិលបានសេចក្តីសុខក៏ព្រោះសិលអញ្ចឹងគេឲ្យយើងចម្រើនសិលហ្នឹងគឺក្នុងសិក្ខាបទថាយើងជ្រើសរើសទៅសិល5សិល8សិល10ឬក៏ការសង្រួមនឹងវាជាសិលនឹងឯងការសង្រួមគេហៅថាជាសិលសិក្ខាបទគឺជាការរៀបចំកំណត់ទុកតែយើងទៅខំជាយាមចម្រើនធម៌យើងមិនកាប់មិនសម្លាប់មិនលួចមិនប្លន់ខំធ្វើតែសេចក្តីល្អហើយខំចម្រើននៅក្នុងកម្មដ្ឋានសមាធិវិបស្សនាទៅក៏យើងអាចរួចផុតបានដែរបាទពួកដែលអមនុស្សយាយីទាំងឡាយហ្នឹងគឺមិនអាចធ្វើអីបានទេមួយទៀតបើនិយាយអំពីអ្នកដែលអាស្រ័យនឹងពួកអមនុស្សហ្នឹងគឺព្រោះតែធម្មធាតុរបស់ខ្លួនឯងហ្នឹងវាទាបចាធម្មតាខ្លួនយើងវាមានទឹកដីភ្លើងខ្យល់ទាំង4ហ្នឹងវាមានធាតុស្មើគ្នាអត់កើតអីទេប៉ុន្តែបើបាត់ធាតុភ្លើងនេះកម្ដៅអញ្ចឹងបានពេលដែលមុនមនុស្សអមនុស្សចូលបានគឺមនុស្សបាត់បង់កម្ដៅតិចស្រេបហ្មងជឿអត់នឹងមានណាជឿនេះខ្ញុំទៅឆ្លងកាត់ទៅបានច្រើននិយាយអញ្ចឹងពេលណាដែលធាតុភ្លើងរបស់យើងធ្លាក់ចុះគឺញៀនអមនុស្សហ្នឹងគឺងាយនឹងយាយីបានដល់យើងហើយយើងចម្រើននៅក្នុងកម្មដ្ឋានទៅធ្វើឲ្យធាតុទាំង4ហ្នឹងគឺស្មើគ្នាទឹកដីភ្លើងខ្យល់ធម្មធាតុបានល្អប្រពៃហើយអញ្ចឹងមកគេថាមិនក៏ស្ទាបដៃខ្មោចតិចគេចែកចាក់តែនិយាយណាចាអស់កម្ដៅបាទអត់មានកម្ដៅហើយជួនកាលនៅតំបន់មួយចំនួនវាចុះតិចហើយញៀនហ្នឹងកន្លែងណាដែលនេះគឺថាពេលខ្លះហេតុអីយើងមានអារម្មណ៍ព្រឺសំពងអញ្ចឹងព្រឺក្បាលសំពងព្រឺអាចមកពីធាតុមួយយ៉ាងមកប៉ះយើងអញ្ចឹងឬក៏វិញ្ញាណមួយយ៉ាងមកប៉ះយើងអញ្ចឹងដែរអញ្ចឹងហើយគាត់នៅរកដំណោះស្រាយថាអាចឲ្យគាត់ចម្រើនសិលចម្រើនសមាធិនឹងឲ្យល្អប្រពៃទៅគឺអាចចាក់ផុតអំពីរឿងការយាយីនឹងបានហើយបាទជូនតែប៉ុណ្្នឹងឯងចាំមិនមកចាំយើងជួបគ្នាទៀតណា
ចាចំពោះនេះខ្ញុំអត់មានយោបល់ទេក្នុងរឿងហ្នឹងបើសាកសួររឿងថាជាតិមុនជាតិក្រោយមានអីអមនុស្សណាមិនបានចូលមកយាយីអីយ៉ាងម៉េចនេះខ្ញុំសូមអធិស្ឋានព្រោះទី1អត់ដែលបានធ្លាប់ជួបប្រទះខ្លួនឯងនឹងតែបកស្រាយថាម៉េចធ្លាប់ជួបដូចលោកមនីទេចេះយកមកនិយាយបានចាមិនដែរធ្លាប់ជួបផងនេះខ្ញុំគ្រាន់តែដឹងរឿងមួយនៅពេលណាដែលយើងទៅទីណាមួយដែលមានធម៌ពលវិជ្ជមានច្រើនណាខ្ញុំនៅអត់បានទេដូចថ្ងៃមុនទៅកោះគេលេងភ្លេងថ្វាយគ្រូមានហ៊ានណីណាចុះវិញរុចាហើយបើទៅកន្លែងណាគេមានបារមីខ្លួនឯងព្រឺក្បាលដឹងតែកន្លែងហ្នឹងមានអីតែប៉ុណ្្នឹងឯងប៉ុន្តែมันជាអ្នកដែលចង់ដឹងនៅខាងសៀមរាបសម្បូរទៅថ្ងៃមុនហ្នឹងក៏ឃើញបញ្ហាសុខខ្ញុំនឹងសម្បូរណាផ្ចាញ់ផ្ចាលតែគ្នាដែលមុនតាមរបៀបហ្នឹងចានេះខ្ញុំអត់ដែលបានជួបប្រទះខ្លួនឯងផ្ទាល់ប៉ុន្តែគ្រាន់តែដឹងថារឿងគ្រូបាអាចារ្យយើងខ្ញុំសូមជម្រាបជូនថាខ្មែរយើងដោយសារយើងសង្គ្រាមច្រើនពេកសង្គ្រាមរហូតដល់យើងបាត់បង់ឯកសារពីព្រោះទម្លាប់ខ្មែរគឺទម្លាប់រៀនសូត្រទម្លាប់មានគម្ពីរចាទម្លាប់ខ្មែរនេះគឺទម្លាប់ល្អមែនទែនប្រាសាទខ្មែរកសាងទាំងអស់សិតតែមានបណ្ណាល័យនៅខាងមុខទាំងអស់បើសិនជាគ្រប់ប្រាសាទទាំងអស់បានធ្វើជាផែនទីពីខាងដើមលោកមនីដាក់ផ្ទាំងមួយនៅខាងមុខប្រាសាទហ្នឹងហើយយើងគូផែនទីនៃប្រាសាទហ្នឹងឬហើយយើងមានសញ្ញាសម្គាល់ថាខាងមុខហ្នឹងគេហៅអីខាងក្នុងគេហៅអីខាងនេះគេហៅអីល្អមែនតើដើម្បីឲ្យកូនខ្មែរយើងភ្លឺភ្នែកថាកាលពីរាប់ពាន់ឆ្នាំមុនសតវត្សទី12ចា1000ជាងឆ្នាំមុនខ្មែរយើងគឺតែងតែមានបណ្ណាល័យចាខ្មែរទម្លាប់អានតាំងពី1000ឆ្នាំមុនមិនមែនខ្ជិលដល់ឥឡូវចាអញ្ចឹងគ្រប់អាគីចាជាស្រ័យគ្រប់ប្រាសាទទាំងអស់សុទ្ធតែមានបណ្ណាល័យអញ្ចឹងគឺពេញដោយការស្រាវជ្រាវដោយការសរសេរដោយការកត់ត្រាដោយហេតុនានាល្អមែនតើចាខ្មែរយើងពីខាងដើមអញ្ចឹងបាននិយាយអំពីការស្រឡាញ់ការសិក្សារៀនសូត្រគឺខ្មែរនេះឯងក៏ប៉ុន្តែដោយសារយើងសង្គ្រាមដល់តោនហ្មងបើសម័យដែលវេទនាជាងគេតែសម័យណាក៏វេទនាដែរណាប៉ុន្តែកូរ៉ានេះការវិតម្លៃរបស់នាងខ្ញុំសម័យលងវែកបាទយើងជ្រះហ្មងពីព្រោះអីប្រទាយលងវែកមិនមែននៅបាត់ដំបងទេណពងឆ្នាំងចាប្រទាយលងវែកណៃណោះអញ្ចឹងមានន័យថាគេទៅវាយយើងបែកខ្ទេចណៃណោះគេយកខ្ទេចអស់ណៃណោះដីយើងណៃណោះទេចានេះកន្លែងយើងអង្គុយនេះគេវាយខ្ទេចបាត់ដំបងនេះចាគេយកដល់ហ្នឹងគេបោះទៅខ្ទេចអស់លីងសំខាន់គឺគេកែអ្នកចេះទៅអ្នកចេះគេយកទៅឲ្យរៀបចំក្បួនអីហូរហែអស់ហើយគេសម្លាប់ចោលហើយអ្នកដែលនៅក្នុងស្រុកគឺអាសន្នរោគពីព្រោះមនុស្សស្លាប់គ្មានអ្វីព្យាបាលពួកស្លាប់ដោយសារសង្គ្រាមហ្មងកាលណាខ្មោចស្លាប់កោជើងគ្នាមិនទៅជាបកអាសន្នរោគរីករុះអត់ផុតពូជមកដល់ឥឡូវទៀតណែចាឃើញទេអញ្ចឹងបានន័យថាខ្មែរយើងក៏ស៊ូណាស់ដែរមិនទាន់ទៅណាចោលពិភពលោកទេនៅមានមកទូចលើផែនទីពិភពលោកនៅឡើយទេអញ្ចឹងយើងក៏ចូលរួមទាំងអស់គ្នាដោយសារខ្មែរយើងបាត់បង់សាស្ត្រាអីទាំងអស់នោះអញ្ចឹងយើងពិបាកបកស្រាយតែបើតាមពីដើមនាងខ្ញុំថាប្រហែលជាមានមែនចាហេតុដែលនាងខ្ញុំថាប្រហែលពីព្រោះថាខ្មែរយើងពីដើមមកមុននឹងព្រះបាទហ៊ុនទៀនមកណាចាពីព្រោះខ្មែរយើងមាននគរភ្នំមាននគរភ្នំហើយមានចេនឡាទឹកលិចចេនឡាដីគោកអីហើយបានចេញមកខ្មែរយើងហូរហែតាមតង់តាមសម័យមកណាចាអញ្ចឹងបើសិនយើងនិយាយអំពីវត្តមានរបស់ព្រះបាទហ៊ុនទៀនមកដល់ស្រុកខ្មែរមុននឹងហ៊ុនទៀនមកដល់ស្រុកខ្មែរយើងជាដែនដីដែលមានសាសនាខ្លួនឯងហើយមានវប្បធម៌ខ្លួនឯងហើយមានអរិយធម៌ខ្លួនឯងហើយអញ្ចឹងយើងឃើញថាពាក្យថាហិណ្ឌូសូម្បីតែហិណ្ឌូក៏ដូនតាខ្មែរយើងប្រកែណាស់ដែរពាក្យថាហិណ្ឌូមានន័យថាឥណ្ឌាប៉ុន្តែនៅពេលដែលហិណ្ឌូចូលមកដល់ស្រុកខ្មែរយើងមិនគោរពហិណ្ឌូទេយើងមិនប្រើពាក្យថាហិណ្ឌូទេយើងប្រើថាព្រហ្មញ្ញណែចាជាព្រាហ្មណ៍ព្រហ្មញ្ញជារបស់ខ្មែរអត់មានយើងជាឥណ្ឌាគេទេយើងមិនមែនឥណ្ឌាគេទេហើយយើងក៏មិនទៅចំណោះឲ្យឥណ្ឌាដែរបើយើងជាហិណ្ឌូមានន័យថាយើងជាឥណ្ឌាដែរតែគេអត់ទេណាខ្មែរយើងអត់ទេខ្មែរគឺខ្មែរណែចាល្អកន្លែងហ្នឹងមែនតើគឺដូនតាខ្មែរយើងពូកែយើងគួរតែបន្តរឿងពូកែរបស់ដូនតាយើងទៀតចាអញ្ចឹងមុននឹងគេចូលមកយើងមានអ្វីដែលជារបស់ខ្លួនហើយតែដោយសារសង្គ្រាមយើងតតង់តសម័យច្រើនពេកយើងបាត់បង់អស់ឯកសារអញ្ចឹងធ្វើឲ្យយើងគិតថាការដែលមានការគោរពបូជាទៅលើព្រលឹងដូនតាអរិយអ្នកតាព្រៃភ្នំយើងរាប់ថាទៅជាព្រហ្មញ្ញសាសនាទាំងអស់ទោះបីជាពីដើមមកយើងមិនរាប់មិនហៅថាជាព្រហ្មញ្ញសាសនាក៏យើងហៅថាព្រហ្មញ្ញសាសនាដែរដូចឥណ្ឌាគេគោរពមហាកាលីប្រពន្ធទីដូចជា10 12ទេដូចជាទី10របស់សិវៈចាប្រពន្ធទី12របស់សិវៈហ្នឹងគឺខ្លាំងខាងកាប់ចាក់ហ្នឹងហ្មងណាមហាកាលីហ្នឹងគេមានមហាកាលីមន្ត្រាគេធម៌សម្រាប់បួងសួងទៅមហាកាលីហ្នឹងគេថាបកាយខាងកាប់ចាក់ហ្នឹងប៉ុន្តែខ្មែរយើងអត់មានគោរពមហាកាលីទេយើងហៅថាលោកយាយម៉ៅ
ចាលោកយាយម៉ៅគឺសម្បល់ខ្មៅមាត់ក្រហមអញ្ចឹងនៅពេលណាដែរលោកយាយម៉ៅខឹងចាកុំហឹងផ្ទុះដល់តោនមកគឺថាស្អីក៏ខ្ទេចដែរមហាកាលីដូចគ្នាមហាកាលីនៅពេលដែលខឹងខ្លាំងដោះដៃ8មកដូចដៃរបស់វិស្ណុហើយមានភ្នែកកដាលមួយជាភ្នែកទី3ដូចអេសូហើយមានអាវុធគ្រប់ដៃដែលជាអាវុធរបស់ព្រះសិវៈជីខ្លាជីតោចាហើយចាញ់ទៅប្រយុទ្ធពេលហ្នឹងគឺអត់មានស្អាតទេខ្លួនខ្មៅលៀនដាតមកពណ៌ឈាមភ្នែកឡើងខៀវយ៉ាងហើយឡើងកឡោតមកពាក់កំរងគឺកំរងក្បាលអសុរៈចាហើយរំគឺរំទន្ទ្រាំផែនដីអញ្ចឹងបើសិនជាសេវៈមិនទៅត្រូទេមហាកាលីធាក់តែមួយជើងមកផែនដីយើងអាលាយនេះតាមជំនឿគេអញ្ចឹងទៅណាប៉ុន្តែខ្មែរយើងអត់ទេខ្មែរយើងគឺមានលោកយាយម៉ៅអញ្ចឹងសរុបទៅបើសួរនាងខ្ញុំថាជាអមនុស្សឬមិនអមនុស្សយ៉ាងម៉េចនាងខ្ញុំបកស្រាយជូនអត់បានទេព្រោះអត់ដឹងចាតែអ្វីដែលនាងខ្ញុំចង់ចូលរួមនេះគឺត្រង់ថាពីដើមមកខ្មែរយើងមានសាសនាមួយហើយមុនព្រហ្មញ្ញសាសនាគេចូលមកអញ្ចឹងយើងកុំឲ្យរាប់ថាឲ្យតែស្អីដែលខុសពីព្រះពុទ្ធសាសនាយើងរាប់ថាជាព្រហ្មញ្ញទាំងអស់ចាគួរចូលរួមស្រាវជ្រាវបន្តព្រោះនាងខ្ញុំឲ្យមានឯកសារនឹងចែកម្លែកមិនមានតែសំណូមពរជួយស្រាវជ្រាវទាំងអស់គ្នាទៅចាបើបានដឹងចូលរួមបន្ថែមក្នុងនីតិយើងផងហើយមួយទៀតនេះជាយោបល់នាងខ្ញុំសង្ឃឹមថាយើងបង្វែរពីរឿងហ្នឹងបន្តិចមកនិយាយពីរឿងការផ្សាយមេត្តាដោយលោកមនីបានលើកឡើងពីខាងដើមអញ្ចឹងថានៅពេលជួបអមនុស្សយើងធ្វើបែបណាព្រះពុទ្ធមិនមានធម៌បង្ក្រាបអមនុស្សទេមិនមែនធម៌តែសូត្រហើយអូអ្នកឯងរលាយភ្លាមជីវចាដូចរឿងចិនអីអូឯងត្រូវតែរលាយយើងនឹងសូត្រធម៌អីចាប់ឯងដាក់ក្នុងក្អមអត់ផងចាព្រះពុទ្ធព្រះបរមគ្រូនៃយើងមធ្យោបាយរបស់ព្រះអង្គផ្លូវដែលទ្រង់បង្ហាញគឺការផ្សាយមេត្តានាងខ្ញុំមិនដឹងថាតើវាជាប់ជំពាក់ពីវរាគ្នាជាតិមុនជាតិក្រោយមានអមនុស្សគ្រូមកអីយ៉ាងណាទេតែអ្វីដែលយើងគួរធ្វើគឺផ្សាយមេត្តាដោយរបៀបណាចេញពីក្នុងចិត្តយើងនេះឯងចូលរួមទាំងអស់គ្នាទាំងសមាជិកគ្រួសារទាំងអស់គ្នាទៅចាឲ្យយើងចាប់ផ្ដើមរៀនធម៌ធ្វើចិត្តឲ្យស្ងប់ចាចាប់ផ្ដើមសិក្សាពីវិបស្សនាកម្មដ្ឋានអីនានាចាយើងចូលសមាធិអីហូរហែទៅហើយផ្សាយសេចក្តីមេត្តានិងសេចក្តីស្ងប់នេះទៅកាន់មនុស្សគ្រប់គ្នានាងខ្ញុំជឿជាក់ថាមធ្យោបាយដែលព្រះពុទ្ធព្រះបរមគ្រូនៃយើងទ្រង់បន្សល់ជាមធ្យោបាយពិតប្រាកដស័ក្តិសិទ្ធិហើយជោគជ័យពីព្រោះទ្រង់ជោគជ័យរួចហើយទ្រង់ក៏មានដែរអ្នកអមនុស្សយាយីអីដូចលោកមនីលើកឡើងប៉ុន្តែអ្វីដែលទ្រង់ធ្វើគឺផ្សាយមេត្តាយើងក៏ដូចគ្នាដើម្បីដោះស្រាយបញ្ហានេះផ្សាយមេត្តាចាផ្សាយសេចក្តីល្អឲ្យបានច្រើនធ្វើនៅសេចក្តីល្អធ្វើបុណ្យរៀងរាល់ថ្ងៃសិលអីយើងសូត្រធម៌បូជាទៅក្រៅពីសូត្របល័យសូមឲ្យយល់អត្ថន័យផងកុំឲ្យដូចនេះខ្ញុំលើតែហៅអ៊ំនេះខ្ញុំសុខាយៈហាយាយជួយរាប់មើលយៈមិនបាត់តាណាមួយយៈមានតែ5ចាយៈបាត់តាណាមួយហើយអត់ទេកុំចឹងអីចាចឹងកុំឲ្យគាត់ថារាប់បាត់យៈចាកុំឲ្យមានបញ្ហាចំពោះពាក្យបាលីនឹងច្រើនពេកសូមឲ្យយើងយល់អត្ថន័យហើយអនុវត្តកុំឲ្យទៅវត្តបូជាព្រះធម៌បូជាព្រះសង្ឃបូជាព្រះពុទ្ធត្រឡប់មកផ្ទះវិញជេរចៅតាមផ្លូវចៅទាននំអីហ្នឹងគឺអត់ទេចាកុំឲ្យដូចលោកទៅសុចទេលោកមនីទៅវត្តត្រឡប់មកវិញដើរកាត់វាលស្រែឃើញក្តាមឃើញត្រីចាដល់ពេលចង់ហូបត្រីនឹកឃើញថាបើសិនជាទៅចាប់ខ្លួនឯងខុសសិលបាបប្រើកូនមកក៏បាបសុកចិត្តបោះកសែងទុកនឹងមាត់ហ្នឹងធ្វើជាភ្លេចកសែងចាប្រាប់កូនហ្នឹងកូនអើយនោះពុកភ្លេចកសែងកូនហ្នឹងទៅដល់ឃើញត្រីមិនចាប់ត្រីមកតែចាប់ត្រីមកបានចាអញ្ចឹងកុំឲ្យបែបហ្នឹងអីយើងចូលរួមទាំងអស់គ្នាទៅក្មេងចាស់ប្រុសស្រីឲ្យការធ្វើសេចក្តីល្អនេះហុចផលមកគឺជាសេចក្តីល្អចាម៉ោង 11:24 នាទីចាយើងល្មមលាហើយចឹងជម្រាបលាត្រឹមប៉ុណ្ណឹងចុះហើយមុនជម្រាបលាទៅកុំភ្លេចបងប្អូនមានសំណួរខ្លីមួយប្រិយមិត្តសួរវិតកចរិតវិតកចរិតហ្នឹងគឺអ្នកដែលមានការត្រេះរិះសង្ស័យច្រើនចាវិតកហ្នឹងអាចហៅពាក្យថាសូនសាញបានទេលោកមនីមនុស្សដែលភ្លេចមុខភ្លេចក្រោយគិតវល់ច្រើនណាគិតថានិយាយពីគិតអត់ដឹងក្បាលដឹងកន្ទុយទេរបៀបអញ្ចេះខ្លួនឯងអត់ច្បាស់ហើយទៅសួរគេហើយចម្លើយដែលគេឲ្យមកហើយហ្នឹងសង្ស័យទៀតបាទវាអញ្ចឹងហើយជួនកាលហ្នឹងមិនខ្វះទេមនុស្សគេចេះសពរឿងណាចាវិតកចរិតហ្នឹងគឺចេះគ្រប់រឿងអត់សូវចេះខ្វះទេបាទអញ្ចឹងហើយបានវល់ច្រើនអញ្ចឹងបានព្រះសម្មាសម្ពុទ្ធឲ្យបដោតថាបើធ្វើសមាធិគឺទៅមើលដង្ហើមដើម្បីអីដើម្បីអាការគិតហ្នឹងវាទៅណាទៅប៉ុន្តែសុំឲ្យចាប់ទៅដង្ហើមនៅចុងច្រមុះទៅបានហើយងាយស្រួលសម្រាប់ចងសតិរបស់យើងហ្នឹងឲ្យរឹងមាំអញ្ចឹងវិតកចរិតហ្នឹងគឺមនុស្សដែល
មិនសូវមានចំហអីខ្លួនឯងទេអញ្ចឹងមនុស្សយើងទៅរកអ្នកដឹកនាំងាយទេពីព្រោះមនុស្សមានចរិតផ្សេងគ្នាចរិតអ្នកដឹកនាំភាគច្រើនគេក្នុងពុទ្ធិចរិតចាគេមានការវិភាគមានចំណេះចេះដឹងជ្រៅជ្រះបានពុទ្ធិចរិតបាទអ្នកខ្លះមោហចរិតតោសចរិតមោហចរិតគាត់បង្កើតតាលីបង់គាត់ងល់ទៅមោថាខឹងច្រើនទៅហើយអ្នកខ្លះសទ្ធាចរិតឆាប់ជឿគេនិយាយគេជឿនិយាយឆាប់សំណាងហ្នឹងមិនគុណធាចរិតប្រើទឹកភ្នែកហ្នឹងក៏ជឿគេទៅបែបហ្នឹងហើយត្រេះរិះនឹងឯងអ្នកគេថាទៅវិតកចរិតហ្នឹងអញ្ចឹងហើយជូនប៉ុណ្ណឹងទៅចុះហើយមើលសភៅបន្ថែមក៏បានដែរសបោលក់លើទីផ្សារចាអានឲ្យបានច្រើនទៅយើងធ្វើម៉េចឲ្យការអាននេះគឺជួយជំរុញខ្លាំងណាស់ទាំងអ្នកបតិមានជ័យផងណាអ្នកបតិមានជ័យចង់ដឹងចង់ស្គាល់ចង់ឲ្យបានច្រើនចេះដឹងច្រើនអីខំអានផ្ដាំឲ្យផ្ដាំទៀតណាអ្នកបតិមានជ័យនឹងផ្ដាំទៅបុគ្គលិកដែរបាទបុគ្គលិកចាំបញ្ជាក់ឲ្យច្បាស់ប្រិយមិត្តទាំងអ្នកបតិមានជ័យច្រើនសង្ស័យដេកលក់សមុខខុលបាត់ហើយក៏មិនដឹងណាស្មើណាលវារឿងដេកលក់ផងលវាដេកបាទលវាដេកស្មើលវាធ្វើការហ្នឹងហើយដំតិចទៅធ្វើម៉េចយើងនៅក្មេងណាខំសឹកតន់ខ្លួននៅក្មេងណាអញ្ចឹងវិញចូលព្រៃតន់នៅព្រឹកខំសឹកតន់ខ្លួននៅក្មេងគឺសិក្សាបាទនឹងខ្ញុំវិញខំហូបបាយតន់ពេលឃ្លានបាទអញ្ចឹងជូនពរអស់លោកអ្នកជួបតែពុទ្ធពរ4ប្រការគឺយុវណៈសកពលៈកំបីឃ្លៀងខ្លះឡើយសាធុអនុមោទនាចាប្រិយមិត្តយើងពាក្យសាធុមានន័យថាម៉េចសាធុប្រសើរប្របីប្រសើរចាអនុមោទនាត្រេកអរផងចាមិនបានតានេះអត់មានយាយនេះចាអញ្ចឹងជម្រាបជូនចាដោយសារពេលវេលាយើងមកដល់ទីបញ្ចប់លោកតាលោកយាយឈឺចង្កេះឈឺខ្នងឈឺដៃឈឺជើងទិញប្រេងលាបរឹតយកទៅប្រើចានេះខ្ញុំដឹងថាមនុស្សចាស់គិតច្រើនហើយមនុស្សចាស់បារម្ភច្រើនក្រៅពីគិតច្រើនបារម្ភច្រើនហើយគាត់ជាមនុស្សពូកែកុហកទៀតផងចាឬចាខឹងគុនធាបកែកុហកមិនឈឺមិនដែលហ៊ានប្រាប់កូនចៅត្រង់ទេបើថាផលិតផលនឹងប្រើត្រូវហើយប៉ុន្តែតម្លៃវាថ្លៃអញ្ចឹងណាកូនសួរមិនអីម៉ែផលិតផលខ្ញុំទិញឲ្យប្រើថ្ងៃមុនស្គៀបទេចាតែក៏ប៉ិតគាត់ធូរហើយចាតែគាត់ខ្លាចកូនចៅអស់លុយច្រើនគាត់ឆ្លើយមកមិនស្គៀបទេហ្នឹងនៅពេលណាដែលគាត់ឈឺល្មមទ្រាំបានគាត់អត់មាត់ទេសុខចិត្តទ្រាំចាដើរបេះដើរបោចនេះនោះមកបុកបិទអីចឹងទៅចាប៉ុន្តែនៅពេលណាដែលតល់ធ្ងន់លេងមាត់លេងកហ្នឹងស្ងាត់ទៅពេលកូនចាក់ដឹកទៅពេទ្យខ្វាត់កូនទៀតម៉ែដល់ពេលហើយកូនឬក៏ឪដល់អាយុប៉ុណ្ណេះឯងចាយើងខ្ញុំសូមជម្រាបជូនថាជាមាតាបិតាបារម្ភច្រើនពីកូននេះជារឿងត្រឹមត្រូវប៉ុន្តែពេលខ្លះការបារម្ភហួសហេតុមិនត្រឹមត្រូវទេគួរមានពេលទុកឲ្យកូនស្នងគុណឪពុកម្ដាយផងក៏គួរមានពេលឲ្យកូនបានមើលថែទាំនេះរឿងមួយទៀតបើសិនជាយើងឈឺក្នុងកម្រិតមួយដែលថាវាមិនអូសបន្លាយដូចអ្វីដែលយើងគិតថាយើងចង់ឆាប់ស្លាប់លឿនអាហ្នឹងយើងគិតថាអត់សូវពិបាកដល់កូនចៅក៏ប៉ុន្តែយើងខ្ញុំសូមជម្រាបជូនថាការដែលមិនព្រមថែទាំសុខភាពឲ្យបានត្រឹមត្រូវពេលខ្លះវាទៅជាបញ្ហាធំដូចជាធ្លាក់ខ្លួនឈឺសន្លាក់ដំបងគាត់បន្តិចតួចទេលាបរឹតប្រេងរឹតអីមកខ្លងអីជាប៉ុន្តែក៏អត់បានធ្វើចាជួនកាលវាបដ ாய் ទៅជារ៉ាំរ៉ៃធ្ងន់ធ្ងរជំងឺមួយចំនួនវាទៅជាក្រាបដេកកន្ទេលត្រូវមានអ្នកលើកដាក់ជាប់ជាប្រចាំហូរហែក៏មានចាអញ្ចឹងយើងខ្ញុំសូមជម្រាបជូនថាការថែទាំសុខភាពជារឿងដែលយើងគួរធ្វើទាំងអស់គ្នាហើយកូនចៅក៏ដូចគ្នាកុំចាំតតែឪពុកម្ដាយទាបើឃើញថាគាត់មានបញ្ហាហើយយើងជួយដោះស្រាយតាំងពីពេលតិចតួចទៅកាលណាថែទាំគាត់ឲ្យរឹងមាំបានយូរអញ្ចឹងរាងកាយគាត់ក៏ល្អប្រសើរបានយូរឆ្នាំដូចគ្នាណាចាអញ្ចឹងយើងខ្ញុំសូមជម្រាបជូនថាឱសថបុរាណលាបរឹតផ្សំពីល្ងខ្មៅនេះពិតជាជួយបានបើស្ថានភាពលោកអ្នកនៅក្នុងកម្រិតស្រាលចាតែបើសិនជាធ្ងន់ដល់រ៉ាំរ៉ៃជួយបានគ្រាន់តែជួយបានមួយគ្រាប៉ុន្តែជួយថាឲ្យជាមកដូច8 9 10ឆ្នាំអីវិញអត់លើសពីសមត្ថភាពហើយចាអញ្ចឹងផលិតផលយើងខ្ញុំគុណភាពក៏ទៅតាមនឹងដែរប្រសិនបើលោកអ្នកឈឺយូរឆ្នាំហើយអញ្ចឹងក៏យើងត្រូវការប្រើពេលវេលាយូរដូចនេះយើងខ្ញុំសូម
សុំចិត្តណាចាបើមានបញ្ហាហើយរស់រាន់រោគមធ្យោបាយដោះស្រាយមិនមែនថាលក់តែផលិតផលយើងខ្ញុំទេបើមានផលិតផលផ្សេងដែលលោកអ្នកប្រើកបក៏អញ្ជើញប្រើពីព្រោះកត្តាសំខាន់ហ្នឹងគឺការថែទាំនេះឯងចាអញ្ចឹងកូនចៅដូចគ្នាបើមើលឃើញថាពុកម្ដាយយើងត្រុតត្រោមហើយកុំភ្លេចអាហារបំពេញថែទាំសុខភាពនានាផ្ដល់ជូនគាត់ពីព្រោះថ្នាំប្រើនៅពេលដែលយើងមានជំងឺប៉ុន្តែសុខភាពត្រុតត្រោមមិនមែនត្រូវការតែថ្នាំទេត្រូវការជីវជាតិចិញ្ចឹមនិងការថែទាំអញ្ចឹងមិនមែនមានន័យថាការប្រើអាហារបំពេញមិនល្អនោះទេតែសូមជ្រើសរើសអាហារបំពេញណាដែលលោកអ្នកទទួលព័ត៌មានពីគេគ្រប់គ្រាន់ជាផលិតផលត្រឹមត្រូវហើយពិតជាមានប្រសិទ្ធភាពណាចាអញ្ចឹងយើងខ្ញុំសូមជម្រាបជូនម្ដងទៀតលោកតាលោកយាយឈឺចង្កេះឈឺខ្នងឈឺដៃឈឺជើងចាថ្លោះក្រិចអីចឹងទៅអញ្ជើញប្រើប្រាស់នៅឱសថបុរាណលីបរិទ្ធផ្សំពីល្ងខ្មែរនេះគឺអាចជួយដោះស្រាយបានតាក់ទងលេខទូរស័ព្ទមកកាន់យើងខ្ញុំមានបណ្ដាសាខាចាយយើងហៅតំណាងចាយចុះតាមភូមិស្រុកខេត្តច្រើនអញ្ចឹងអាចតាក់ទងមកនៅក្បែរទីកន្លែងណាយើងផ្ដល់ដំណឹងជូនហោហាយបន្តទៀតអញ្ចឹងលេខទូរស័ព្ទចាតាក់ទងកត់ដាក់ក្បាលក្រេសិនក៏បានចា092 ចាលោកតាលោកយាយប្រើ096ចាតាក់ទងមកបាន096 888ចា8 ដងជាប់គ្នាមក6760ចា096 8 ដង6760ឬ097ចាមិត្តហ្វូន097 777ចា77 3ជាប់គ្នាមក86ចាអញ្ចឹងតេតោមកកាន់យើងខ្ញុំជួបគ្នានៅរាត្រីស្អែកជាបន្តទៀតជូនពរលោកអ្នកនាងទទួលបានសេចក្តីសុខសុភមង្គលគ្រប់ក្នុងគ្រួសារហើយរាត្រីនេះមុននឹងសម្រាប់សម្រានសូមមើលផងចាបើសិនមានភ្លើងអីយើងមិនទាន់បិទតាន់ពលុតចាមានទៀនមានធូបអីណាមួយហ្នឹងចាយើងរៀបចំចាត់ចែងឲ្យសុវត្ថិភាពសោមើលកន្លែងណាមិនទាន់ចាក់ឲ្យហើយចាមុនចូលសម្រានហើយភ្លើងអីគេលើបាច់ចោលអីមើលអីផងណាចាបិទស្លាបព្រាអីយកទុកដាក់ផងចាជួបគ្នានៅថ្ងៃស្អែកជាថ្មីខណៈនេះនាងខ្ញុំបូសុគន្ធាខ្ញុំបាទប៉ាតមនីសូមអរគុណសូមជម្រាបលារាត្រីសួស្តីសំបុកអិតបា
ភ្នែកម៉ែខ្សឹងអូរំដល់ទឹកកូនរងគ្មានពុកទុកកាន់រួតរិតខំបើកភ្នែកទៅបើពេលងងឹតរកមើលការពិតជីវិតតស៊ូសំមុខអត់បានអញ្ចានាងគ្រូលោកនាងក៏ស៊ូបដូរយកកិត្តិយស លោកអ្នកនាងជាទីមេត្រីវិទ្យុភ្នំខៀវបានវិវត្តនិងបើកដំណើរការឡើងមានគោលបំណងផ្តល់ការកំសាន្តអប់រំចំណេះដឹងព័ត៌មានគ្រប់ជ្រុងជ្រោយនិងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការសម្ដែងមតិតាមបែបលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងចូលរួមចំណែកក្នុងវិស័យសេដ្ឋកិច្ចទីផ្សារផ្សព្វផ្សាយដោយមានការទទួលខុសត្រូវក្នុងកម្រិតខ្ពស់បំផុតនិងមិននាំឲ្យមានការប៉ះពាល់ដល់ប្រយោជន៍ប្រទេសជាតិនោះឡើយឥឡូវនេះវិទ្យុភ្នំខៀវមាន2ស្ថានីយ៍គឺវិទ្យុភ្នំខៀវ FM 105 MHz ខេត្តបាត់ដំបងនិងវិទ្យុភ្នំខៀវ FM 88.30 MHz ខេត្តបន្ទាយមានជ័យបើកផ្សាយជារៀងរាល់ថ្ងៃចាប់ពីម៉ោង 5 ព្រឹកដល់ម៉ោង 12 អធ្រាត្រប្រកបដោយក្រមសីលធម៌និងមានវិជ្ជាជីវៈច្បាស់លាស់អ្វីដែលពិសេសបំផុតនោះគឺផ្ដល់ឲ្យលោកអ្នកទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីយើងខ្ញុំសូមលោកអ្នកនាងតាមដានស្ដាប់នៅកម្មវិធីផ្សាយរបស់យើងខ្ញុំជាបន្តបន្ទាប់ដូចតទៅដើម្បីបាននូវផលប្រយោជន៍សម្រាប់អស់លោកអ្នកនាងបើលោកអ្នកមានគោលបំណងចង់ជួយស្ថាបនាយើងខ្ញុំឲ្យកម្មវិធីផ្សាយកាន់តែប្រសើរឡើងនោះសូមតាក់ទងមកកាន់លេខទូរស័ព្ទ077 277 669 097 73 80 86យើងខ្ញុំរងចាំស្វាគមន៍ការជួយស្ថាបនាជានិច្ចសូមអរគុណស្ថានីយ៍វិទ្យុភ្នំខៀវ